ល្អណាស់អូនសំឡាញ់ទីបំផុតពួកយើងមានផ្ទះផ្ទាល់ខ្លួនហើយបងសំឡាញ់ផ្ទះនេះអូនចង់ដាក់ឈ្មោះប្អូនប្រុសរបស់អូនបងប្រកាសជាមិនប្រកាន់ទេមែនទេ ស្អីគេពួកឯងនិយាយលេងទេដឹងនេះជាផ្ទះរៀបការរបស់ពួកយើងណាហើយផ្ទះនេះតម្លៃជាង4លានឯណោះបងរំលោះដល់ទៅ30ឆ្នាំហេតុអីត្រូវដាក់ឈ្មោះប្អូនប្រុសអូនបងកុំតន់អើខាងអីមានមនុស្សមើលច្រើនណាស់ស្ងប់ស្ងាត់បន្តិចទៅបានទេគឺនឹងហើយប្រញាប់ធ្វើថ្ងៃក្រោយពួកឯងទិញផ្ទះមួយទៀតទៅតែប្អូនថ្លៃអញឥឡូវក៏មានសង្សារដែរបើគ្មានផ្ទះតើឲ្យវារៀបការមិនទៅមែនហើយបងថ្លៃសង្សារខ្ញុំស្អាតប៉ុណ្ណាបងក៏ឃើញស្រាប់ហើយខ្ញុំពិបាកណាស់ទម្រាំញ៉ាយបានបើគ្មានផ្ទះមិននឹងកើតទៅឥឡូវបងរកលុយបានច្រើនតើផ្ទះនេះបងដាក់ឈ្មោះខ្ញុំនឹងចងចាំគុណបងអស់មួយជីវិតចាំថ្ងៃក្រោយរកលុយបានខ្ញុំសងបងវិញពេលបងនឹងបងស្រីខ្ញុំរៀបការរួចពួកយើងជាគ្រួសារតែមួយហើយមិនបាច់ឆ្លោះគ្នាដោយសាររឿងប៉ុណ្ណឹងទេដឹងបងធ្វើការនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយខែរកបានតែ5ទៅ6,000ទេបងស្រីឯងធ្វើការជាអ្នកទទួលភ្ញៀវរកបានតែ2,000ជាងលុយកក់ផ្ទះ1លានគឺគ្រួសារបងជាអ្នកចេញលុយបងរំលោះថ្ងៃក្រោយក៏បងជាអ្នកសងតើវាមានពាក់ព័ន្ធអីជាមួយឯងបន្តិចសោះម្យ៉ាងទៀតឯងមានសង្សារចង់រៀបការហេតុអីត្រូវយកផ្ទះរបស់បងឪពុកម្ដាយបងដើម្បីរឿងរៀបការនេះសុកចិត្តលក់ផ្ទះនៅស្រុកចោលអស់ឥឡូវជួផ្ទះគេនៅទម្រាំតែបងលុយកក់រួចឥឡូវផ្ទះចិត្តធ្វើប្លង់កម្មសិទ្ធិហើយអញលូកដៃចង់ឲ្យប្លង់ផ្ទះដាក់ឈ្មោះឯងយកសិទ្ធិអីមកទាមទារថែមទាំងបងទៅតែឲ្យឯងខ្ចី100,000ទិញឡានឥឡូវឯងចង់បានផ្ទះរៀបការរបស់បងនិងបងស្រីឯងទៀតមិនហួសហេតុពេកទេដឹងបងថ្លៃបងពិតជាគួរឲ្យអស់សំណើចណាស់លុយ100,000ទិញឡានស្អីបានទៅបើគ្មានឡានតម្លៃរាប់សែនទេបើចេញទៅមិនខ្មាស់គេទេបងឯងឲ្យខ្ញុំខ្ចី200,000ទៀតមកខ្ញុំទិញឡានរៀងស្អាតបន្តិចជិះចេញឲ្យឆ្ងាយនិយាយស្អីហ្នឹងឡានស្អីក៏មិនមែនសម្រាប់តែជិះទេបើឯងមានលុយចង់ទិញស្អីក៏ទិញទៅបងមិនមែនជាឯងទេគ្មានសិទ្ធិទៅខ្វល់រឿងឯងច្រើនទេអាល្អិតឯងនិយាយស្អីជឿថាយើងវីឯងទេហេតុអីឯងនិយាយបែបនេះមិនឲ្យលុយក៏ហីទៅហេតុអីនិយាយពាក្យអសុរសម្លេះគឺបងអសុរសិលក៏ប្អូនប្រុសអូនលោភលន់មិនចេះឆ្អែតអូហូមើលរៀងអនាគតកូនប្រសាខ្ញុំចោះម៉េចចង់វាប្អូនថ្លៃឯងមកសាក់វាមួយមើលខ្ញុំប្រាប់ឯងឲ្យដឹងប្អូនប្រុសឯងឥឡូវក៏មិនតូចដែរវាត្រូវការផ្ទះរៀបការឯងលះបង់ផ្ទះរៀបការរបស់ឯងសិនទៅថ្ងៃក្រោយវារកលុយបានវានឹងសងឯងវិញនេះជារឿងដែលពួកយើងពិភាក្សាគ្នារួចហើយឯងយល់ព្រមក៏ត្រូវតែយល់ព្រមមិនយល់ព្រមក៏ត្រូវតែយល់ព្រមបើមិនអញ្ចឹងទេ3ខែទៀតឯងរៀបការខ្លួនឯងទៅម៉ាស៊ីវជាងសម្លឹងមើលសង្សារវាងឈីងទាំងមិនគួរឲ្យជឿគេពិតជាមិនគួរឲ្យជឿសោះគេនឹងវាងឈីងតាក់ទងគ្នា3ឆ្នាំហើយនាងនិយាយថាតតែមានផ្ទះទើបអាចរៀបការបានទើបគ្រួសារគេប្រញាប់លក់ផ្ទះប្រមូលលុយទិញផ្ទះមួយល្វែងគ្រួសារទាំងពីរបានកំណត់រួចហើយថា3ខែទៀតនឹងរៀបការធៀបការក៏បានផ្ញើចេញទៅអស់ហើយឥឡូវមកធ្វើរឿងបែបនេះបើមិនដាក់ឈ្មោះប្អូនថ្លៃក្នុងប្លង់ផ្ទះទេក៏មិនរៀបការដែរកុំប្រាប់ណាថាអូនក៏យល់ព្រមដាក់ឈ្មោះប្អូនក្នុងប្លង់ផ្ទះរៀបការដែរនោះជាការពិតពួកយើងពិភាក្សាគ្នារួចហើយប្អូនប្រុសអូនអាយុក៏មិនតិចដែរអាយុ26ហើយនៅមិនទាន់មានការងារត្រឹមត្រូវទៀតអូននិងបងសុទ្ធតែមានការងារត្រឹមត្រូវឪពុកម្ដាយបងទើបតែអាយុ50ជាងនៅអាចខ្ចីលុយបានពួកយើងខិតខំបន្តិចទៅថ្ងៃក្រោយនៅអាចទិញផ្ទះទី2បានតើខិតខំស្អីខិតខំឲ្យគ្រួសារបងលក់ផ្ទះលុយកក់ផ្ទះអូនក៏ដឹងស្រាប់ហើយបងរកលុយបានប៉ុន្មានអូនមិនដឹងច្បាស់ទេថ្ងៃក្រោយចង់បានផ្ទះទី2តើបងជាអ្នកសងលុយរំលោះទៀតមែនទេអូនចង់ធ្វើឲ្យបងហត់ស្លាប់ឬមួយអូនមិនដឹងថារៀបការរួចត្រូវរស់នៅជាមួយបងមិនមែនរស់នៅជាមួយប្អូនប្រុសអូនទេហេតុអីសំបីតែផ្ទះក៏អាចឲ្យទៅប្អូនប្រុសបានដែរម៉ាស៊ីវជាងខំថ្មិញចង់តែផ្ទះកំភ្លៀងនាងមួយដែរទេគួរឲ្យខ្មាស់អៀនណាស់មនុស្សស្រីដែលគិតតែពីប្អូនប្រុសបែបនេះមិនក៏គេមកជួបទៅវិញចិត្តនឹងរៀបការខ្លាយជាមនុស្សក្នុងគ្រួសារមកទៅហើយនៅតែលំអៀងទៅខាងប្អូនប្រុសខ្លួនឯងទៀតសៀវឈៀងមិនមែនខ្ញុំថាឲ្យឯងទេឯងនៅក្មេងថ្ងៃក្រោយឱកាសរកលុយនៅមានច្រើនណាស់គ្រាន់តែប្លង់ផ្ទះដាក់ឈ្មោះប្អូនថ្លៃឯងសោះមិនក៏ឯងប្រតិកម្មខ្លាំងម្ល៉េះឥតជាធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់ឥឡូវនេះប្រុសចង់រកសង្សារពិបាកណាស់ឯងអាចរកបានឈីងផ្ទះយើងគឺមកពីដូនតាឯងសន្សំបុណ្យពីជាតិមុនហើយទើបឯងមិននៅព្រើបើឯងមិនព្រមជួយយឹតយងប្អូនថ្លៃឯងទេនោះខ្ញុំច្បាស់ជាត្រូវគិតឡើងវិញថាតើគួរឲ្យកូនស្រីរៀបការជាមួយឯងទៀតឬអត់បងថ្លៃពួកយើងជាគ្រួសារតែមួយទេបងត្រូវមានអ្នកបន្តិចទៅរកលុយឲ្យបានច្រើនជាងនេះបន្តិចបានទេបងដឹងឬអត់អ្នកតាមញ៉ែបងស្រីខ្ញុំមានច្រើនណាស់សុទ្ធតែថៅកែធំមានលុយមានឡានបងស្រីខ្ញុំយកបងខ្ញុំក៏មានអារម្មណ៍ងឿងឆ្ងល់ដែរនាងងឹតភ្នែកហើយដឹងមែនហើយអ្នកតាមញ៉ែអូនមានច្រើនណាស់
មូលហេតុដែលអូនជ្រើសរើសយកបងមិនមែនដោយសារគិតថាបងចេះយកចិត្តទុកដាក់និងចិត្តទូលាយទេចេះមើលថែអ្នកអតីតទេតែថ្ងៃនេះបងធ្វើឲ្យអូនខកចិត្តខ្លាំងណាស់ពួកយើងនៅក្មេងអាចរកលុយបានទៀតពុករួមទាំងឪពុកម្ដាយបងខ្ចីលុយធនាគារពីរបីឆ្នាំទៀតទិញផ្ទះទី2ច្បាស់ជាមិនមានបញ្ហាទេតែប្អូនអូនចង់រៀបការច្បាស់ជាត្រូវការផ្ទះគេជាកូនប្រុសផងមិនអាចពន្យាពេលបានទេបើបងមិនយល់ព្រមឲ្យប្លង់ផ្ទះដាក់ឈ្មោះប្អូនអូនទេការរៀបការនេះពួកយើងមិនបាច់រៀបទេពេលឮពាក្យនេះទឹកមុខរបស់ម៉ាស៊ីវជាងប្រែជាស្លេកស្លាំងទាំងខឹងទាំងនិយាយលេងចេញឪពុកម្ដាយគេលក់ផ្ទះដើម្បីឲ្យលុយកប់ផ្ទះគេឥឡូវរាល់ខែគេត្រូវបង់រំលោះជាង 5,000 សម្ពាធធំណាស់ក្នុងស្ថានភាពបែបនេះប្អូនថ្លៃនៅមករកគេទារលុយទិញឡានទៀតគ្មានជំរើសក៏ទៅខ្ចីលុយសាច់ញាតិមិត្តភ័ក្តិ100,000ឲ្យគេលទ្ធផលពេលនេះចង់ឲ្យផ្ទះដាក់ឈ្មោះគេទៀតបើមិនអញ្ចឹងមិនរៀបការទេគ្រួសារមួយនេះគួរឲ្យខ្លាចពេកហើយដូចជាបិសាចជីងជក់ឈាមអញ្ចឹងតែធៀបការបានផ្ញើចេញទៅអស់ហើយសាច់ញាតិមិត្តភ័ក្តិនៅស្រុកសុទ្ធតែដឹងថា3 ខែទៀតគេនឹងរៀបការពេលនេះទៅប្រាប់ថាមិនរៀបការទេតើឪពុកម្ដាយនៅស្រុកគិតយ៉ាងម៉េចតើពួកគាត់យកមុខទៅទុកឯណាសាច់ញាតិមិត្តភ័ក្តិនឹងនិយាយដើមពួកគាត់យ៉ាងម៉េចនៅកន្លែងតូចតាចដូចជាស្រុកនោះឪពុកម្ដាយគេនឹងក្លាយជារឿងគួរឲ្យអស់សំណើចត្រូវគេយកធ្វើជាប្រធានបទនិយាយលេងក្រោយពេលញ៉ាំបាយរួចខណៈពេលដែលម៉ាស៊ីវជាងមិនដឹងត្រូវធ្វើអ្វីបន្តស្រាប់តែក្នុងក្បាលឮសំឡេងមួយបន្លឺឡើងទីងតងប្រព័ន្ធសំណួរជំរើសជីវិតកំពុងភ្ជាប់បានជោគជ័យមិនអាចមានទាំងព្រះច័ន្ទនិងផ្កាយក្នុងពេលតែមួយបានទេប្រព័ន្ធសំណួរជំរើសជីវិតនឹងជួយម្ចាស់តួអង្គក្នុងពេលដែលកំពុងស្ទាក់ស្ទើរស្ថិតក្នុងស្ថានភាពច្របូកច្របល់តាមរយៈការផ្ដល់រង្វាន់ធ្វើឲ្យម្ចាស់តួអង្គកាត់ផ្ដាច់នៅជំងឺខ្លាចការសម្រេចចិត្តជំរើសទី1ទ្រាំផ្ទះដាក់ឈ្មោះប្អូនថ្លៃរង្វាន់លួងចិត្ត500,000ប្រព័ន្ធវាតម្លៃ30ពិន្ទុជំរើសទី2វាប្អូនថ្លៃមួយចាស់ដៃរង្វាន់2លានប្រព័ន្ធវាតម្លៃ60ពិន្ទុជំរើសទី3បដិសេធយ៉ាងដាច់អង្ការចំពោះការទាមទាររបស់គ្រួសារសង្សាររង្វាន់ឡាន Post 1គ្រឿងប្រព័ន្ធវាតម្លៃ80ពិន្ទុជំរើសទី4ជេរប្រមាថគ្រួសារសង្សារបន្ទាប់មកកាត់ផ្ដាច់ទំនាក់ទំនងរង្វាន់ពិន្ទុតាក់ទាញលាក់កំបាំង100ប្រព័ន្ធវាតម្លៃ90ពិន្ទុជំរើសទី5សងសឹកដោយវិធីដូចគ្នាទៅរកសង្សាររបស់ប្អូនថ្លៃត្រឡប់មកសុំនាងរៀបការវិញផ្ទះកំភ្លៀងគ្រួសារសង្សាររង្វាន់10លានប្រព័ន្ធវាតម្លៃ99ពិន្ទុរង្វាន់លាក់កំបាំងសម្រាប់គោលដៅរង្វាន់បន្ថែម1000លានប្រព័ន្ធស្អីគេនេះមិនមែនជាជំនួយក្នុងរឿងប្រឡោមលោកអនឡាញទេមិនក៏ក្នុងជីវិតពិតមានមែនអញ្ចឹងមិនខ្វល់ទេសាក់លបងជ្រើសរើសមួយសិនទៅជំរើសទី1ជាស្អីគេអណ្ដើកទ្រាំនៅមានរង្វាន់លួងចិត្តទៀតជំរើសទី2រង្វាន់2លានតែឥឡូវជាសង្គមស៊ីវិល័យបើខ្ញុំពិតជាវីប្អូនថ្លៃមែនដោយសារចរិតជញ្ជក់ឈាមមិនចេះខ្មាស់គេរបស់គ្រួសារនេះលុយ2លាននេះប្រហែលជាមិនគ្រប់សងពួកវាផងទេជំរើសទី3គឺធម្មតាបំផុតឡាន Post ជាមួយគ្រឿងក៏មិនអាក្រក់ដែរជំរើសទី4ពិន្ទុតាក់ទាញជាស្អីគេមិនស្មើនឹង1លានផងជំរើសទី5ប្លែកគេបំផុតរង្វាន់ក៏ច្រើនជាងគេដែររង្វាន់10លានបន្ទាប់ពីសម្រេចគោលដៅនឹងមានរង្វាន់1000លានទៀតព្រះឲ្យ1000លានណាប៉ុន្តែទៅដណ្ដើមសង្សារប្អូនថ្លៃដូចជាមិនសូវសមទេដឹងតែនេះគឺ1000លានណាហ៎មិនសមស្អីទៅបែកគ្នាហើយម្នាក់ជាអ្នកអតីប្អូនថ្លៃស្អីគេចេញឲ្យឆ្ងាយទៅម្យ៉ាងទៀតកាលពីមុនវាងហៃពេលតាមញ៉ែសង្សារវាឈ្មោះលីវីហ្វៃគឺខ្ញុំជាអ្នកចេញគំនិតនៅពីក្រោយក្មេងស្រីគេមិនចាប់អារម្មណ៍នឹងវាតតែសោះចុងក្រោយប្រារូបមុនផ្ការបស់ខ្ញុំទើបព្រមតាក់ទងគ្នាយកអញ្ចឹងចុះថ្ងៃនេះឯងចង់រឹបអូសផ្ទះរៀបការរបស់ខ្ញុំក៏មិនបន្ធូរបន្ថយឲ្យឯងដែរទេពធីតារបស់ឯងទុកឲ្យខ្ញុំជាអ្នកការពារចុះខ្ញុំជ្រើសរើសយកទី5ទីងតងអបអសាទរម្ចាស់តួអង្គទទួលបានរង្វាន់10លានក្រោយពីសម្រេចគោលដៅនឹងទទួលបានរង្វាន់1000លានទៀតពេលនេះម៉ាស៊ីវជាងដែលឈរថ្មឹងអស់3ទៅ5វិនាទីបានសម្លឹងមើលទៅគ្រួសារសង្សារម្ដងទៀតជាពិសេសគឺវាងហៃមនុស្សដែលកាលពីមុនអាចនឹងក្លាយជាប្អូនថ្លៃក៏និយាយទាំងខឹងសម្បាថាជិះជាន់គេពេកហើយកុំបន្ទោសខ្ញុំអីឯងចង់ធ្វើអីខ្ញុំប្រាប់ឯងឲ្យដឹងប្លង់ផ្ទះនេះត្រូវតែដាក់ឈ្មោះវាងហៃបើមិនអញ្ចឹងទេឯងកុំសង្ឃឹមថានឹងបានរៀបការជាមួយកូនស្រីខ្ញុំកុំយកសពផ្ទះរបស់ខ្ញុំគឺជារបស់ខ្ញុំមិនឲ្យនរណាទាំងអស់ឈីងអូនចាត់ទុកបងជាឆ្កែបំរើអូនមែនទេនៅចង់យកផ្ទះដែលបងទិញទៅដាក់ឈ្មោះប្អូនប្រុសអូនទៀតពិតជាមិនចេះខ្មាស់គេមែនម៉ាស៊ីវជាងខ្ញុំមើលទៅបងប្រហែលជាមិនចង់រៀបការទេបងស្មានថាខ្ញុំមានតែបងម្នាក់ដែលតាមញ៉ែខ្ញុំមែនទេកាលពីមុនបើមិនមែនមកពីបងយំអង្វរខ្ញុំស្ទើរស្លាប់ស្ទើររស់ទេខ្ញុំក៏មិនខ្ចីមើលមុខបងសំបីមួយកន្ទុយភ្នែកដែរល្អតានេះមិនត្រូវម៉ាច់ទេខ្ញុំក៏មិនចង់រៀបការដែរនាងក៏ត្រូវខ្ញុំលេងសើចប៉ុន្មានឆ្នាំដែរ
ខ្ញុំធ្វើជាឆ្កែបម្រើនេះក៏មិនខាតអីដែរអាខូចឯងហ៊ាននិយាយពាក្យបែបនេះ វ៉ាងឈីងឈីងខឹងក៏ស្ទុះទៅចង់ខំហែកម៉ាស៊ីវឈៀងម៉ាស៊ីវឈៀងគេចមួយទំហឹងធ្វើឲ្យនាងស្ទុះខុសទៅបុកនឹងទទួលភ្ញៀវនាងស្រែកអុយមួយរំពេចហើយយកដៃខ្ទប់មុខមិនយំម៉ាស៊ីវឈៀងឯងហ៊ានវាយខ្ញុំមិនឲ្យឯងបានសុខទេ ហើយកុំតន់ឆេវឆាវនាំបងស្រីឯងទៅពេទ្យពិនិត្យរបួសសិនទៅយកលិខិតបញ្ជាក់ពីពេទ្យហើយសឹមប្តឹងវាលើកនេះត្រូវតែប្តឹងវាឲ្យរលាយរលត់ប្រកូលផ្ទះមកឲ្យពួកយើង អ្នកកុំមកទម្លាក់កំហុសលើគេនៅទីនេះមានកាមេរ៉ាសុវត្ថិភាពខ្ញុំមិនបានប្រើហិង្សាទេ គឺបងស្រីឯងជាអ្នកស្ទុះទៅបុកខ្លួនឯងចំណែករឿងផ្ទះពួកឯងកុំសង្ឃឹមអីពួកឯងចង់ទៅប្តឹងនៅឯណាក៏ទៅ និយាយចប់ម៉ាស៊ីវឈៀងក៏ងាកក្រោយដើរចេញទៅបន្ទាប់មកម៉ាស៊ីវឈៀងក៏ខលទូរស័ព្ទទៅម្ដាយផ្ទេរប្រាក់1លានឲ្យពួកគាត់សិនរួចក៏ប្រាប់រឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃនេះប្រាប់ឪពុកម្ដាយទាំងស្រុងដោយគ្មានលាក់លៀមបន្ទាប់ពីដាក់ទូរស័ព្ទចុះម៉ាស៊ីវឈៀងមានអារម្មណ៍ល្អខុសធម្មតាទោះជាយ៉ាងណាក៏ដោយឥឡូវនេះគេមានទាំងផ្ទះនិងមានទាំងលុយហើយរកមនុស្សស្រីផ្សេងទៀតជីវិតនឹងល្អឥតខ្ចោះហើយរំពេចនោះក៏នឹកឃើញដល់សង្សាររបស់ប្អូនថ្លៃទោះជាត្រូវគេចាត់ទុកជាប្រុសព្រានក៏ដោយដើម្បីរង្វាន់1000លានខ្ញុំត្រូវតែរៀបការជាមួយលីវយីហ្វេឲ្យបានគិតហើយធ្វើភ្លាមម៉ាស៊ីវឈៀងចាំបានថាសង្សាររបស់ប្អូនថ្លៃហាក់ដូចជាធ្វើការនៅហាងលក់ឡាន Cadillac ចៃដន្យឲ្យអីខ្លួនឯងក៏គ្មានឡានដែរអញ្ចឹងទៅទិញមួយគ្រឿងទៅ បងថ្លៃគឺបងមែនទេមិនក៏បងមកទីនេះខ្ញុំស្មានតែចំណាំមនុស្សខុសទៅហើយ ម៉ាស៊ីវឈៀងលើកនេះមកគឺមានគោលបំណងលឺលីវយីហ្វេឲ្យបងថ្លៃក៏ប្រញាប់ផ្ដាច់ទំនាក់ទំនងភ្លាមបន្ទាប់មកទើបនិយាយរឿងរ៉ាវឲ្យច្បាស់ឲ្យស្រីស្អាតនេះស្គាល់ច្បាស់ពីចរិតប្អូនថ្លៃបែបនេះទើបគេងាយស្រួលចូលក្បែរ ជីហ្វេ ថ្ងៃក្រោយកុំឲ្យបងថ្លៃទៀតអី ហើបងទៅបងមានរឿងអីកើតឡើងមែនទេ បងនឹងវាងឈីងឈីងបែកគ្នាហើយ មិនអញ្ចឹងបងថ្លៃអូមិនមែនទេបងមិនមែនចិត្តរៀបការជាមួយបងឈីងឈីងហើយទេ ហេះចិត្តមនុស្សពិតជាពិបាកស្មានម៉ាស៊ីវឈៀងធ្វើពុតជាដកដង្ហើមធំបន្ទាប់មកក៏រៀបរាប់ពីរឿងដែលគ្រួសារប្អូនថ្លៃចង់ដណ្ដើមផ្ទះរៀបការហើយឲ្យដាក់ឈ្មោះវាងហៃប្រាប់ទៅនាង ស្អីគេវាងហៃហួសហេតុពេកហើយមិនក៏អាចធ្វើបែបនេះបានទៅបងខ្ញុំពិតជាមិនដឹងរឿងនេះសោះឡើយគ្រួសារគេធ្វើបែបនេះមិនខ្លាចគេយកទៅនិយាយដើមទេ ហេះនរណាទៅដឹង ផ្ទះមួយល្វែងនោះគឺគ្រួសារបងលក់ផ្ទះខ្ចីលុយគេទៅគ្រប់លុយកក់ លទ្ធផល គ្រួសារពួកគេបែរជាឲ្យបងដាក់ឈ្មោះវាងហៃ ដោយផ្អែកលើអីក្នុងโลกនេះគ្មានហេតុផលបែបនេះទេ បងកុំខឹងអីមនុស្សល្អដូចបងហើយមានការងារល្អទៀតថែមទាំងទិញផ្ទះហើយមិនបារម្ភថារកប្រពន្ធមិនបានទេច្បាស់ជាមានអ្នកមើលឃើញចំណុចល្អរបស់បង ជឿខ្ញុំទៅកំពុងធ្វើអីហ្នឹងយីហ្វេមានរឿងអីពេលធ្វើការមកឈរនិយាយលេងឬមិនដឹងថាប័ណ្ណបញ្ជាការងារគេចែងថាម៉េចទេ សុំទោសអ្នកគ្រប់គ្រងលីវខ្ញុំជួបអ្នកស្គាល់គ្នាក៏ភ្លេចខ្លួនមួយផ្លែក ថាពេលកំពុងធ្វើការភ្លេចហើយឬមិនអីទេផាកពិន័យ500ទៅ អូកុំអីអ្នកគ្រប់គ្រងខ្ញុំទទួលខុសហើយកុំផាកពិន័យខ្ញុំអី អ្នកគ្រប់គ្រងធ្វើហួសហេតុពេកហើយអ្នកផាកពិន័យប្អូនស្រីខ្ញុំផ្អែកលើអីសុំទោសផងលោកនេះជាប័ណ្ណបញ្ជាការងារគ្មានជំរឿទេពេលកំពុងធ្វើការជែកលេងជាមួយអ្នកដែលមិនមែនជាភ្ញៀវគឺបំពេញប័ណ្ណបញ្ជាការងារហើយត្រូវតែផាកពិន័យជារឿងត្រឹមត្រូវនរណាថាខ្ញុំមិនមែនជាភ្ញៀវខ្ញុំមកទិញឡានប្អូនស្រីខ្ញុំកំពុងណែនាំម៉ូដែលឡានឲ្យខ្ញុំអ្នកយល់ច្រឡំលើប្អូនស្រីខ្ញុំហើយហ៎មើលតែលោកមិនអាចទេលោកមានលុយទិញឡាន Cadillac ដែរពេលនេះអ្នកលក់ដទៃទៀតក៏ត្រូវបានតាក់ទាញចំណាប់អារម្មណ៍ហើយនិយាយបញ្ចេះបញ្ចុកដូចគ្នាបងប្រុសរបស់យីហ្វេលោកចង់ទិញឡានម៉ូដែលមួយណាឥឡូវនេះយើងគ្មានឡានតម្លៃ2ឬ3សែនលក់ទេថ្មីនេះលក់អស់ហើយម៉ូដែលថោកបំផុតក៏ត្រូវចាប់ពី5សែនឡើងដែរ មែនហើយយីហ្វេនាងជែកលេងពេលកំពុងធ្វើការពិតជាខុសមែនសុំទោសអ្នកគ្រប់គ្រងមួយម៉ាត់ទៅចាត់ទុកជាមេរៀនអ្នកគ្រប់គ្រងលីវក៏សង្ឃឹមល្អចំពោះនាងដែរ លីវយីហ្វេខ្លាចជាឯកំម្នាក់ឯងភ្លាមនាងក៏ខំថ្មិញធ្វើមុខគួរឲ្យអាណិតដូចជាត្រូវគេចោមរោមស្ដីបន្ទោសស្រាប់តែមានរូបរាងមួយមកឈរពីមុខនាងហាក់ដូចជាជញ្ជាំងដែកការពីការមើងងាយទាំងអស់បេះដូងនាងក៏លោតញាប់មួយរំពេចខ្ញុំនិយាយហើយថាខ្ញុំមកទិញឡានអ្នកមិនជឿល្អបើថ្ងៃនេះខ្ញុំទិញឡានមែនតើអ្នកអាចសុំទោសប្អូនស្រីខ្ញុំវិញបានទេប្អូនប្រុសមិនមែនខ្ញុំថាឲ្យទេប្អូនក៏លឺអ្នកលួរបស់យើងនិយាយហើយឡានថោកបំផុតក៏ត្រូវតម្លៃ5សែនជាងដែរបើប្អូនមានលទ្ធភាពទិញឡានយើងមែនខ្ញុំសុំទោសប្អូនស្រីប្អូនភ្លាមបានទេអ្នកគ្រប់គ្រងលីវគាត់ក៏ឡើងមកពីការងារលក់ដែរអ្វីផ្ដោតលើលទ្ធផលលក់មានលុយមិនរកទៅជាមនុស្សងងការសុំទោសមានតម្លៃស្មើនឹងអីហះបើបន្តិចទៀតគ្មានលុយទិញទេកុំបន្ទោសមាត់អ្នកលក់ចាស់វិសាដូចជាខ្ញុំមិនយកយល់ឲ្យសោះ
អូនប្រុសត្រៀមទិញឡានម៉ូដែលមួយណាមានថវិកាប៉ុន្មានដែរខ្ញុំនឹងណែនាំឲ្យម៉ាស៊ីវជាងសម្លឹងមើលឡាន Cadillac គ្រប់ម៉ូដែលក្នុងសោក្នុងចិត្តគិតថានឹងទិញម៉ូដែលមួយណាទីងតងម្ចាស់តួអង្គមានជំងឺខ្លាចការជ្រើសរើសមិនបាច់ភ័យទេទុកឲ្យប្រព័ន្ធជាអ្នកជួយជំរើសទី1ដើរចេញតែម្ដងទៅទិញឡានម៉ាកផ្សេងរង្វាន់អំណាច30ពិន្ទុប្រព័ន្ធវាតម្លៃ60ពិន្ទុជំរើសទី2ជ្រើសរើសឡានតម្លៃលើស5សែនមួយគ្រឿងផ្ទះកំភ្លៀងហើយមិនឲ្យស្ត្រូវចំណេញច្រើនពេកទទួលបានរង្វាន់ឧបត្ថម្ភ1លានប្រព័ន្ធវាតម្លៃ85ពិន្ទុជំរើសទី3ទិញឡានថ្លៃបំផុតធ្វើឲ្យអ្នកគ្រប់គ្រងចំណេញកម្រៃជើងសារច្រើនប៉ុន្តែផ្ទះកំភ្លៀងចំទទួលបានការសុំទោសពីអ្នកគ្រប់គ្រងក្នុងចិត្តសប្បាយចិត្តខ្លាំងបានទាំងមុខមាត់និងផលប្រយោជន៍រង្វាន់ត្រឡប់មកវិញគុណនឹង10ប្រព័ន្ធវាតម្លៃ90ពិន្ទុហេទីបំផុតប្រព័ន្ធចេញមកទៀតហើយតាមពិតជំរើសទី1គឺល្អបំផុតមិនឲ្យហាងនេះរកលុយបានតែវាមិនទាន់អស់ចិត្តទេគេនឹងគិតថាគ្មានលុយទិញហើយយកលេសរត់គេចខ្លួនអញ្ចឹងលីវយីហ្វីថ្ងៃក្រោយធ្វើការក្នុងហាងយ៉ាងម៉េចទៅជំរើសទី2ក៏សមរម្យដែរបានទាំងផ្ទះកំភ្លៀងបន្តិចបន្តួចហើយក៏បានមុខមាត់មកវិញមិនឲ្យហាងនេះរកលុយបានច្រើនពេកទេថែមទាំងមានលុយឧបត្ថម្ភ1លានទៀតស្មើនឹងបានឡាន Cadillac ជីកទេតែមានអារម្មណ៍ថានៅតែមិនទាន់ពេញចិត្តសោះមិនសូវមានអំណាចគៀបសង្កត់ជំរើសទី3ទើបជាក្បាច់ល្អបំផុតទិញឡានថ្លៃបំផុតផ្ទះកំភ្លៀងយ៉ាងចាស់ដៃថែមទាំងបានរង្វាន់គុណនឹង10ទៀតអញ្ចឹងយកជំរើសទី3ចុះពេលនេះម៉ាស៊ីវជាងស្រាប់តែនិយាយទៅកាន់លីវយីហ្វីថាយីហ្វីអូនជួយនាំបងទៅមើលឡានដែលថ្លៃជាងគេមួយគ្រឿងមើលរួចក៏និយាយទៅកាន់អ្នកគ្រប់គ្រងលីវថាបើខ្ញុំទិញឡានមែនកម្រៃជើងសារពីឡានមួយគ្រឿងនេះគិតនាងគ្មានបញ្ហាទេមែនទេប្រកាសជាគ្មានបញ្ហាទេអ្នកគ្រប់គ្រងលីវឮគេថាចង់ទិញឡានថ្លៃជាងគេបើកភ្នែកធំប្រញាប់ងក់ក្បាលរួចក៏និយាយទៅកាន់លីវយីហ្វីដែលកំពុងតែប្រាំងថាយីហ្វីនាំបងប្រុសសង្ហារបស់នាងទៅមើលឡានថ្លៃខាងនោះទៅនេះជាឡានប្រណិតដែលយើងកំពុងផ្សព្វផ្សាយប្រភេទ option ខ្ពស់តម្លៃ1លាន5សែនប៉ុន្តែនេះជា model ពិសេសមួយរៀបចំឯកសាររួចរាល់ទាំងអស់ត្រូវការប្រាក់1លាន7សែន50000លីវយីហ្វីណែនាំចប់ក៏សួរបន្តិចថាបងមិនមែនគិតចង់ទិញមែនទេដឹងបើមិនកើតទេចាំខ្ញុំលីឈប់ពីការងារទៅចុះម៉ាស៊ីវជាងក្រវីក្បាលធ្វើទឹកមុខសោកស្ដាយចំណែកអ្នកគ្រប់គ្រងលីវដែលនៅក្បែរគិតក្នុងចិត្តថាបើគ្មានលុយទិញទេមកធ្វើអួតធ្វើអីចាំមើលបន្តិចទៀតយើងជាអក្រីក្រឯងមិនខានទេអ្នកណាទៅដឹងថាម៉ាស៊ីវជាងនិយាយមួយម៉ាត់ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងថោកម្លេះឥឡូវឡាន Cadillac ថោកបែបនេះទេអ្នកនៅក្បែរនោះទប់សំណើចលេងបានយីអើមនុស្សម្នាក់នេះពូកែអួតពេកហើយមែននឹងហ៊ាននិយាយថាថោកម្លេះទៀតតើមានស្អីចូលសន្ធិដ្ឋទៅខួរក្បាលវង្វេងបែបនេះឬមួយលៀមក៏ស្ទះម៉ាស៊ីវជាងពិតជាមានអារម្មណ៍ថាថោកមែនឥឡូវគេមានប្រព័ន្ធសងត្រឡប់គុណនឹង10ស្មើនឹងទិញអីក៏សងត្រឡប់វិញគុណនឹង10ដែរតម្លៃ1លានជាងសងត្រឡប់គុណនឹង10ទើបតែបានជាង10លានទេមិនថោកទេបងពិតជាមានភ្នែកមើលមែនឡាន Cadillac មិនធ្វើឲ្យធ្លាក់កម្រិតទេតើលោកចង់បងរំលោះឬក៏បងផ្ដាច់ប្រកាសជាបងផ្ដាច់ហើយឥឡូវខ្ញុំអាចស៊ីញេកិច្ចសន្យានឹងបងលុយបាន5នាទីក្រោយមកទីងតងរង្វាន់គុណនឹង10បានផ្ទេរចូលកុងម៉ាស៊ីវជាងកាន់ទូរស័ព្ទមើលទឹកប្រាក់ក្នុងកុងមាន20លានជាងក៏ញឹមចុងមាត់ដោយក្តីពេញចិត្តប្រព័ន្ធលុយមែនពេលនេះអ្នកគ្រប់គ្រងលីវស្រាប់តែអោនគោរព90ដឺក្រេហើយនិយាយទៅកាន់លីវយីហ្វីដោយស្មោះត្រង់ថាសុំទោសផងយីហ្វីគឺខ្ញុំភ្នែកទាបមើលងាយមនុស្សមើលស្រាលបងប្រុសសង្ហារបស់នាងហើយសូមនាងមេត្តាអភ័យទោសឲ្យផងអត់ទេអ្នកគ្រប់គ្រងខ្ញុំមិនអីទេបានហើយអ្នកគ្រប់គ្រងម្នាក់សុទ្ធតែជាមនុស្សធំហើយអ្នកអាចសុំទោសបានបែបនេះពិតជាហួសពីការស្មានមែនត្រូវតែទទួលស្គាល់ថាអ្នកគ្រប់គ្រងដូចជាអ្នកមិនមែនឡើងបុណ្យដោយសារចេះបញ្ចោតទេមានសមត្ថភាពគួរសមមិនហ៊ានទេលោកមកគួរសំពេចហើយអ្នកគ្រប់គ្រងលីវញឹមធ្វើដូចគ្មានរឿងអ្វីកើតឡើងចំណែកអ្នកលក់ផ្សេងទៀតលួចលើកមេដៃសរសើរនេះទើបហៅថាអ្នកលក់ឆ្នាមអ្នកគ្រប់គ្រងលីវម្នាក់នេះក្រៅពីក្បាលពោះធំជាបរិះវ័យកណ្ដាលធាត់ខូចជើងស្អុយពូកែអួតក្នុងនាមជាអ្នកលក់សមត្ថភាពវិជ្ជាជីវៈពិតជាខ្លាំងមែនសាក់សមឲ្យរៀនសូត្រតាមអ្នកគ្រប់គ្រងលីវនេះក៏ចិត្តដល់ម៉ោងចេញពីធ្វើការហើយតើខ្ញុំចង់ឲ្យប្អូនស្រីខ្ញុំទៅញ៉ាំបាយជាមួយខ្ញុំបានទេប្រកាសជាបានហើយយីហ្វីថ្ងៃនេះនាងធ្វើការបានល្អណាស់នាងអាចចេញពីធ្វើការមុនម៉ោងទៅកំដរបងប្រុសសង្ហារបស់នាងញ៉ាំបាយចុះនៅលើឡានម៉ាស៊ីវជាងសួរលីវយីហ្វីថាយីហ្វីឲ្យអូនមិនតែងតែចង់ញ៉ាំអាហារនៅភោជនីយដ្ឋានសៀងយន្តគឺទេចុះពួកយើងទៅញ៉ាំនៅទីនោះយ៉ាងម៉េចដែរចាស់បងខ្ញុំតាមតែបងទេប៉ុន្តែទៅកន្លែងប្រណិតបែបនោះខ្ញុំចង់ត្រឡប់ទៅដូរខោអាវសិនបានទេមិនអីទេបងនាំអូនទៅទិញខោអាវថ្មីមួយឈុតឲ្យអូនតែម្ដងទៅកុំឲ្យពិបាកត្រឡប់ទៅដូរនាំតែស្មុគស្មាញ
ទិញឲ្យខ្ញុំចុះពួកយើងទៅទិញខោអាវនៅឯណា អូនមិនបាច់ខ្វល់ទេ ទុកឲ្យបងចាប់ចែងចុះអូចាស់ នៅក្នុងហាងសម្លៀកបំពាក់ម៉ាស៊ីវជាងសម្លឹងមើលលីវយីហ្វេដែលទើបតែដូរខោអាវរួចភ្នែកមានពន្លឺភ្លាមក៏លាន់មាត់សរសើរថាវ៉ាវស្អាតណាស់លីវយីហ្វេមុខឡើងក្រហមនិយាយលេងទេដឹង ខ្ញុំរើសយកមួយឈុតនេះចុះខ្ញុំចេញលុយខ្លួនឯងបានហើយមិនអីទេបងមានលុយ រួចក៏សួរទៅអ្នកលក់ស្រីនៅក្បែរនោះថាសម្លៀកបំពាក់ដែលនាងកំពុងស្លៀកនេះតម្លៃប៉ុន្មាន 6,500 ទៅតែ 6,500 ទេ យីហ្វេបងប្រាប់ហើយថាបងអ្នកចេញលុយមិនបាច់សន្សំឲ្យបងទេពេលនេះលីវយីហ្វេស្រាប់តែដឹងខ្លួនថាម៉ាស៊ីវជាងពិតជាកំពុងតែតាមញ៉ែនាងមែន មិនក៏គាត់ជាមនុស្សបែបនេះទៅវិញ លីវយីហ្វេស្ងៀមមួយសន្ទុះទៅប្រមូលសេចក្តីក្លាហានសម្លឹងមើលភ្នែកម៉ាស៊ីវជាងហើយនិយាយដោយស្មោះត្រង់ថាបង ធ្វើបែបនេះមិនសូវសមទេដឹង ម៉ាស៊ីវជាងកាំងមួយរំពេចមុខឡើងញឹមបែបអៀនខ្មាស់សុំទោសមកពីបង្កិតមិនបានដិតដល់ម៉ាស៊ីវជាងគិតក្នុងចិត្តស្ដីបន្ទោសខ្លួនឯងថាមកពីឯងប្រញាប់ពេកហើយខ្វះតែនិយាយប្រាប់ត្រង់ថាតាមញ៉ែនាងទេមើលទៅលុយ 1000 លាននេះគឺអស់សង្ឃឹមហើយប៉ុន្តែក៏ល្អដែរប ិទភ្នែកតាមញ៉ែសង្សារគេ ក៏មិនស័ក្តិសមនឹងចរិតរបស់ខ្លួនឯងដែរ 1000 លានក៏ហីទៅមិនយកក៏បានដែរខណៈពេលដែលលីវយីហ្វេទៅកាត់ទូទាត់ប្រាក់អ្នកនាង ទឹកប្រាក់អ្នកមិនគ្រប់ទេអូខ្ញុំអញ្ចឹងសូមប្រគល់ឲ្យវិញចុះ ស្រាប់តែមានសម្លេងមួយបន្លឺឡើងនិយាយឌឺដងថា យីអើខ្ញុំស្មានតែជានរណាទៅតាមពិតជានាងសោះលីវយីហ្វេទិញខោអាវគ្មានលុយបងទេនាងធ្វើអួតធ្វើអ្នកមានធ្វើអី ម៉េចអូនសម្លាញ់អ្នកទាំងពីរស្គាល់គ្នា គឺនឹងឲ្យមិត្តភក្តិពេទ្យដែលអូនធ្លាប់ប្រាប់បងនោះអីឈ្មោះលីវយីហ្វេឈ្មោះដូចតារាល្បីបេះបិទតែតារាល្បីគេមិនចេះធ្វើអួតដូចនាងទេឈិនវិនស៊ីវនាងចង់មានន័យថាម៉េចនិយាយឲ្យច្បាស់មកខ្ញុំអួតស្អីគេ ឈិនវិនស៊ីវម្នាក់នេះគឺជាអតីតមិត្តរួមការងាររបស់នាងជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យឯកជនដោយសារតែគិតថាលីវយីហ្វេស្អាតហើយមានគេចូលចិត្តច្រើនទើបឈិនវិនស៊ីវតែងតែច្រណែននាងអ្នកទាំងពីរធ្លាប់ឆ្លោះគ្នាដោយសាររឿងនេះទៀតផងលីវយីហ្វេមូលហេតុមួយដែលចាក់ចេញពីមន្ទីរពេទ្យឯកជនក៏ដោយសារតែមាននាងដែរចំណែកបរោះនៅក្បែរឈិនវិនស៊ីវគឺជាសង្សារថ្មីរបស់នាងឈ្មោះហែនពីនជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនផុសតភា ហើយខ្ញុំនិយាយខុសឬនាងមើលខ្លួនឯងមើលគ្មានលុយផងនាងមកទិញខោអាវម៉ាកល្បីធ្វើអីតើនាងមានលុយទិញដែរឬទេតើហាងប្រណិតបែបនេះនាងអាចចូលបានទេនាងមើលខ្លួនឯងទៅសំបីតែខោអាវមួយកំ pl ក៏គ្មានលុយទិញធ្លាក់ខ្លួនដល់ថ្នាក់នេះពិតជាគួរឲ្យសង្វេគណាស់ខ្ញុំសូមទូនមាននាងត្រឡប់ទៅផ្ទះរកប្រុសរៀបការទៅបង្កើតកូនទៅអូភ្លេចទៅថាឥឡូវនាងមានសង្សារហើយគឺវាងហើយដែលពូកែលេងបាល់បោះនោះអីនាងដឹងឬអត់ពេលគេតាមញ៉ែនាងនៅមន្ទីរពេទ្យគេក៏តាមញ៉ែខ្ញុំដែរសម្រាមដែលខ្ញុំមើលមិនឃើញនាងក៏រើសយកដែរលីវយីហ្វីភ្ញាក់ផ្អើលបើកភ្នែកធំនាងនិយាយផ្ដេសផ្ដាស អូនសម្លាញ់វាងហើយដែលចេះលេងបាល់បោះដែលអូននិយាយហ្នឹងគឺជាអ្នកដែលតែងតែជូនផ្កាឲ្យអូននោះមែនទេ មែនហើយពេលនោះតាមយកចិត្តទុកដាក់អូនសឹងឈួតជូនផ្កាមកតែអូនខ្ជិលខ្វល់នឹងគេ ឈិនវិនស៊ីវនិយាយចប់ក៏សម្លឹងមើលលីវយីហ្វេដែលរៀបនឹងយំឃើញទឹកមុខតូចចិត្តរបស់លីវយីហ្វេក្នុងចិត្តនាងសប្បាយចិត្តខ្លាំងណាស់រឿងដែលឈិនវិនស៊ីវនិយាយនេះគឺជាការពិតពេលនោះវាងហើយតាមញ៉ែលីវយីហ្វេក្នុងពេលតែមួយក៏តាមញ៉ែឈិនវិនស៊ីវដែរតែខ្លាចលីវយីហ្វីដឹងរឿងនេះទើបលាក់បាំងយ៉ាងជិតឈឹងប៉ុន្តែបានជូនផ្កាឲ្យឈិនវិនស៊ីវតែ2 ដងប៉ុណ្ណោះភាគច្រើនគឺជូនកាដូតូចផ្សេងលីវយីហ្វីនឹកឃើញភ្លាមការនៅមន្ទីរពេទ្យហេតុអីបានជាវាងហើយមកយឺតប៉ុន្មានដងនោះថែមទាំងមានទឹកមុខស្លន់ស្លោទៀតគេប្រាប់ថាមកពីលេងបាល់បោះទើបយឺតពេលនោះមិនបានគិតច្រើនទេពេលនេះមើលទៅកន្លែងណាក៏គួរឲ្យសង្ស័យដែរទឹកភ្នែកក៏ស្រក់ចុះមកដោយមិនដឹងខ្លួននាងរំជួលចិត្តនឹងការតស៊ូរបស់វាងហើយពេលតាមញ៉ែនាងទើបយល់ព្រមតាក់ទងគ្នាមួយគ្រាលទ្ធផលពេលនេះមានគេប្រាប់នាងថាពេលនោះភីគីម្ខាងទៀតតាមញ៉ែមនុស្ស2នាក់ក្នុងពេលតែមួយរឿងនេះធ្វើឲ្យជំនឿក្នុងចិត្តនាងដួលរំភ្លាម ទីងតងដល់ពេលសំខាន់បង្ហាញទឹកចិត្តពេលជួបគ្រោះថ្នាក់ទើបដឹងចិត្តស្នេហ៍សូមម្ចាស់តួអង្គគុំស្ទាក់ស្ទើរអីធ្វើការជ្រើសរើសទៅជំរើសទី1ឈោមើលគ្រប់យ៉ាងដោយស្ងៀមស្ងាត់នៅក្បែររង្វាន់ងារជាប្រុសស្អីគេប្រព័ន្ធវិតម្លៃ0ឲ្យចុច1ពិន្ទុជំរើសទី2ការពារលីវយីហ្វីដោយវិធីថ្នាក់ថ្នមរង្វាន់អាវធំដ៏សង្ហា1ប្រព័ន្ធវិតម្លៃ60ពិន្ទុជំរើសទី3អគ្គនាយកផ្ដាច់ការមិននិយាយច្រើនការពារប្រពន្ធដូចឈួតផ្ដល់រង្វាន់ហັບកំណប់តាមរបៀបសម្ដែងចុងក្រោយប្រព័ន្ធវិតម្លៃ60ពិន្ទុប្រព័ន្ធរបស់គេលេចចេញមកទៀតហើយម៉ាស៊ីវជាងដែលបំរុងនឹងចេញមុខស្រាប់ទៅហើយក៏បើកភ្នែកធំមានពន្លឺគេធ្វើការជ្រើសរើសដោយមិនស្ទាក់ស្ទើរខ្ញុំជ្រើសរើសយកទី3ហັບកំណប់អគ្គនាយកផ្ដាច់ការទេហັບកំណប់មិនសំខាន់ទេសំខាន់គឺខ្ញុំចូលចិត្តធ្វើជាអ្នកផ្ដាច់ការ
ស្រាប់តែម៉ាស៊ីវជាងអបចង្កេះលីវីហ្វៃនិយាយតិចថាមិនអីទេអូនសម្លាញ់គុំយំអីនោះសុទ្ធតែជារឿងអតីតកាលហើយសង្សារអូនពេលនេះមិនមែនជាបងទេអូនធ្វើបែបនេះបងនឹងខូចចិត្តណាឃើញបរិសសង្ហាម្នាក់អបលីវីហ្វៃឈិនវិនស៊ីវក៏រំជើបរំជួលភ្លាមដាំឡើយគៀបសង្កត់លីវីហ្វីតតែយំទៅហើយប្រុសពូកែអួតនេះលោតចេញមកពីណាលោកជាសង្សារនាងមិនអាចទេលីវយីហ្វៃសង្សារនាងមិនមែនជាវាងហើយទេខ្ញុំនៅមានវិឆាតដែលគេអេតមកខ្ញុំទៀតផងប៉ុន្មានថ្ងៃមុនទើបតែឃើញនៅក្នុងប៉ុស្តិ៍រូបថតអ្នកទាំងពីរញ៉ាំបាយជាមួយគ្នាឥឡូវនាងប្រាប់ថាមានសង្សារហើយកុំមកបោកខ្ញុំអីលីវយីហ្វៃពេលនេះកំពុងតែច្របូកច្របល់ក្នុងចិត្តនាងមិននឹកស្មានថាត្រូវម៉ាស៊ីវជាងអបសោះមួយរំពេចនោះខួរក្បាលគិតអ្វីលែងចេញមិនអាចឆ្លើយសំណួរអ្វីទាំងអស់ប៉ុន្តែរឿងដែលហួសចិត្តជាងនេះបានកើតឡើងម៉ាស៊ីវជាងសម្លឹងមើលមុខដ៏តូចចិត្តរបស់លីវយីហ្វៃថែមទាំងមានទឹកភ្នែកថ្លាស្រក់ចុះមកទៀតស្រាប់តែបេះដូងលោតញាប់មានអារម្មណ៍ថាញាប់ញ័រក្នុងចិត្តបន្ទាប់មកក៏ថើបទៅលើនាងដោយឯកឯងប៉ុន្តែមិនមែនថើបមាត់ទេគឺថើបទឹកភ្នែកហើយនិយាយយ៉ាងទន់ភ្លន់តិចថាកុំយំអីអូនសម្លាញ់មិនចាំបាច់ស្រក់ទឹកភ្នែកដោយសារមនុស្សបែបនេះទេអ្នកលក់ស្រីនៅក្បែរនោះភ្នែកមានពន្លឺព្រិចរំភើបស្ទើរឈួតព្រះអើយសង្ហាពេកហើយអគ្គនាយកផ្ដាច់ការម៉ងទិដ្ឋភាពថើបទឹកភ្នែកនេះពិតជាផ្អែមល្ហែមណាស់អ្នកផ្សេងទៀតសុទ្ធតែស្រឡាំងកាំងអាចគិតស្មានដឹងហើយពីស្ថានភាពរបស់សាមីខ្លួនលីវីហ្វៃស្ទើរតែប្រែជាកាំងថ្មភ្លាមបន្ទាប់មកក៏អោនមុខចុះទាំងមុខក្រហមនិយាយពាក្យថាគុំដូចជាកំពុងតែរំអួយគុំធ្វើបែបនេះខូចណាស់នៅមុខមនុស្សច្រើនបែបនេះតើឲ្យខ្ញុំយកមុខទៅទុកឯណាប៉ុន្តែនាងក៏ដឹងថាម៉ាស៊ីវជាងកំពុងតែជួយនាងមិនសូវជាមានអារម្មណ៍ស្អប់ខ្ពើមប៉ុន្មានទេភាកច្រើនគឺអៀងខ្មាស់ពេលនេះម៉ាស៊ីវជាងនិយាយតិចថាប្រញាប់គិតលុយទៅស្លៀកខោអាវថ្មីហើយពួកយើងទៅញ៉ាំបាយអូប៉ុន្តែខ្ញុំគ្មានអូនភ្លេចហើយឬលុយរបស់អូនត្រូវបងផ្ទេរចូលវិឆាតអស់ហើយតើពិតជាក្មេងល្ងងមែនវិឆាតខ្ញុំមានលុយឯណាអូ200000ប្រញាប់ទៅគិតលុយទៅលើកនេះលីវយីហ្វៃមានភាពជឿជាក់ក្នុងការទូទាត់ប្រាក់យ៉ាងពេញទំហឹងមិនអាចទេមិននឹងអាចទៅរួចអញ្ចឹងអំបញ្ញមិញនាងគ្មានលុយបងទេឈិនវិនស៊ីវដាទៅមុខប៉ុន្មានជំហានឆក់យកទូរស័ព្ទរបស់លីវយីហ្វីយ៉ាងកម្រពេលនាងឃើញទឹកប្រាក់នៅសល់ដល់ទៅជាង100,000ភ្ញាក់ផ្អើលយ៉ាងខ្លាំងស្អីគេមិនក៏មានលុយច្រើនម្លេះម៉ាស៊ីវជាងទាញយកទូរស័ព្ទមកវិញនិយាយថាគ្មានសិលធម៌សោះថ្ងៃក្រោយកុំសូវចេញក្រៅផ្ទះពេកហើយមួយទៀតទង្វើឆក់ទូរស័ព្ទរបស់នាងអាចចាត់ទុកថាជាការប្លន់ហើយនៅទីនេះមានកាមេរ៉ាសុវត្ថិភាពណាថតចប់អស់ហើយជឿថាខ្ញុំប្តឹងប៉ូលីសចាប់នាងទេនាងនិយាយស្អីនាងហ៊ានវិនស៊ីវស្ងប់ស្ងាត់បន្តិចកុំទៅប្រកួតប្រជែងជាមួយមនុស្សបែបនេះអីគឺហ៊ានពីងគេមិនចង់ឲ្យមានរឿងព្រោះតែសង្សារតែឆក់ទូរស័ព្ទគេទេហើយត្រូវគេចាប់ចូលគុកនោះទេបើមិនអញ្ចឹងទេថ្ងៃស្អែកតំណែងអ្នកគ្រប់គ្រងធនធានមនុស្សនេះក៏មិនបាច់ធ្វើទៀតដែរម៉ាស៊ីវជាងសម្លឹងមើលឈិនវិនស៊ីវដែលកំពុងច្រឡោតខឹងក៏ដកទូរស័ព្ទចេញមកញឹមចំអកថានាងគិតថាខ្ញុំនិយាយលេងជាមួយនាងមែនទេនិយាយចប់ក៏បំរុងនឹងចុចលេខកុំបងកុំឆេវឆាវអីឈិនវិនស៊ីវក៏ដឹងខ្លួនវិញភ្លាមនាងពិបាកណាស់តម្រុំពឹងគេចំណាយលុយចូលធ្វើការក្នុងក្រុមហ៊ុនរដ្ឋបានកំពុងស្ថិតក្នុងពេលកម្មសិក្សានៅឡើយបើពេលនេះត្រូវចូលគុកច្បាស់ជាការងារត្រូវរបូតមិនខាននិយាយទាំងស្លន់ស្លោថាបងប្រុសកុំអីខ្ញុំមិនបានឆក់ទូរស័ព្ទទេខ្ញុំគ្រាន់តែចង់មើលទូរស័ព្ទបន្តិចប៉ុណ្ណោះមិនបានឆក់ទូរស័ព្ទទេលោកកុំធ្វើអីយីហ្វីអាយខ្ញុំគ្រាន់តែលេងសើចជាមួយនាងទេនាងក៏ដឹងស្រាប់ហើយខ្ញុំគ្មានចេតនាប្លន់ទេកុំប្តឹងប៉ូលីសចាប់ខ្ញុំអីខ្ញុំសុំអង្វរហើយលីវយីហ្វៃក៏ជាមនុស្សចិត្តល្អឃើញឈិនវិនស៊ីវទទួលកំហុសក៏និយាយទៅកាន់ម៉ាស៊ីវជាងថាបងកុំអីលើកលែងឲ្យនាងទៅក៏បានក្នុងនៅពេលដែលអូនសម្លាញ់បងនិយាយហើយខ្ញុំនឹងលើកលែងឲ្យនាងម្ដងចុះចាំទុកថ្ងៃក្រោយកុំមករករឿងលីវយីហ្វីទៀតបើមិនអញ្ចឹងទេនាងនឹងដឹងរសជាតិមិនខាននិយាយចប់ក៏ចាប់ដៃលីវយីហ្វីដើរចេញទៅយ៉ាងរំភើយពេលនេះបុគ្គលិកហាងនិយាយទៅកាន់ឈិនវិនស៊ីវថាអ្នកនាងបើអ្នកនាងមិនទិញខោអាវទេកុំមកឈរបាំងមុខហាងយើងអីស្រាប់តែឈិនវិនស៊ីវកាន់ទូរស័ព្ទថតរូបតម្រង់ទៅទីដៅដែលម៉ាស៊ីវជាងដើរចេញទៅយ៉ាងរហ័សហានពីងឆ្ងល់ក៏សួរថាអូនកំពុងធ្វើអីហ្នឹងហាថតបានហើយខ្ញុំត្រូវតែផ្ញើឲ្យវាងហើយមើលឲ្យគេដឹងថាគេត្រូវគេក្បត់ហើយចាំមើលនាងត្រឡប់ទៅវិញបកស្រាយប្រាប់វាងហើយយ៉ាងម៉េចនៅពាក់កណ្ដាលផ្លូវលីវយីហ្វីមុខក្រហមងាំងនិយាយទៅកាន់ម៉ាស៊ីវជាងថាបងឈៀងលេងដៃទៅនាងនិយាយបែបនេះជាច្រើនដងតាមផ្លូវប៉ុន្តែម៉ាស៊ីវជាងធ្វើដូចជាថ្លង់អញ្ចឹងពេលនេះនាងនិយាយម្ដងទៀតម៉ាស៊ីវជាងក៏លេងដៃភ្លាមនិយាយទាំងមានអារម្មណ៍ខុសថាអូសុំទោសផងអំបញ្ញមិញមនុស្សច្រើនមិនបានចាប់អារម្មណ៍លីវយីហ្វីអោនក្បាលអ៊ូតិចថាខ្មោចទៅជាបងជីហ្វីអើយឥឡូវនៅព្រឹកនៅឡើយទេនៅមានពេលញ៉ាំបាយតើតោះអត់ទេ
ថ្ងៃនេះមិនទៅទេ លីវយីហ្វីបដិសេធការអញ្ជើញញ៉ាំបាយនាងមិនមែនស្ទាយលុយទេតែមានអារម្មណ៍ថាមិនសូវសមពេលនេះនាងក៏ទទួលទូរស័ព្ទពីវ៉ាងហៃអាឡូ វ៉ាងហៃមានរឿងអីស្អីគេលោកនិយាយផ្ដេសផ្ដាសខ្ញុំមិនបានធ្វើទេលោកនិយាយហួសហេតុពេកហើយអាចឈួត បន្ទាប់ពីដាក់ទូរស័ព្ទចុះទឹកភ្នែកពន់គ្របសណ្ដែកស្រក់ចុះមកមិនដាច់យីហ្វីអូនកើតអី គឺវ៉ាងហៃគេសង្ស័យខ្ញុំនឹងបងហើយថាខ្ញុំជាស្រីមិនត្រឹមត្រូវគេថែមទាំងជេរខ្ញុំទៀតគួរឲ្យស្អប់ណាស់ បានហើយគេក៏មិនមែនជាមនុស្សល្អអីដែរអូនភ្លេចហើយឬអំបញ្ញមិញឈិនវិនស៊ីវនិយាយថាពេលគេតាមញ៉ែអូនគេក៏តាមញ៉ែអ្នកផ្សេងដែរអ្នកដែលមិនត្រឹមត្រូវទៅជាគេអូនទៅជាជនរងគ្រោះលីវយីហ្វីភ្ញាក់ខ្លួនព្រឺតខំថ្មិញខោត្រឡប់ទៅវិញភ្លាមហើយនិយាយថាវ៉ាងហៃ ខ្ញុំប្រាប់លោកឲ្យដឹងពួកយើងបែកគ្នាហើយបែកគ្នាលោកស្ដាប់យល់នៅទោះលោកគិតយ៉ាងណាក៏ដោយខ្ញុំនឹងបងឈៀងគឺស្អាតស្អំពួកយើងគ្មានទំនាក់ទំនងមិនត្រឹមត្រូវទេផ្ទុយទៅវិញគឺលោកទៅវិញទេដែលការតាមញ៉ែខ្ញុំលួចលាក់តាមញ៉ែអ្នកផ្សេងតើលោកមានមុខអីមកជេរខ្ញុំបានហើយខ្ញុំមិនស្ដាប់លោកបកស្រាយទេចាប់ពីពេលនេះទៅពួកយើងកុំជួបគ្នាទៀតអី នៅក្នុងបន្ទប់អ្នកជំងឺគ្រួសារវ៉ាងឈីងឈីងទាំង3នាក់កំពុងតែខឹងសម្បាយ៉ាងខ្លាំងពេលនេះវ៉ាងហៃទើបតែនិយាយទូរស័ព្ទជាមួយសង្សារលីវយីហ្វីរួចខឹងសឹងតែឈួតទៅហើយអាចឈួតអាថោកទៀតមីស្រីស្អុយរលួយហ៊ានក្បត់អញថែមទាំងម៉ាស៊ីវឈីងហ៊ានមកដណ្ដើមសង្សារអញទៀត អាថោកទៀតហ៊ានលួចលាក់មានទំនាក់ទំនងជាមួយសង្សារប្អូនប្រុសតាក់ទងគ្នាមិនចេះខ្មាស់គេគួរឲ្យខ្ពើមណាស់ឈីងឈីងចាំពេលយកបានលិខិតបញ្ជាក់របួសរួចពួកយើងនឹងប្តឹងវាប្តឹងទាលុយនឹងផ្ទះពីវាបើមិនប្តឹងវាឲ្យលីរលត់ទេមិនឈប់ឡើយ មិនបានទេខ្ញុំត្រូវតែសរសេរអត្ថបទបង្ហោះធ្វើឲ្យវាខូចឈ្មោះរលីកេកឈ្មោះបងស្រីបងឆាប់គេងលើក្រែទៅខ្ញុំថតរូបឲ្យបងបង្ហោះចូលប៉ុស្តិ៍ខ្ញុំនឹងធ្វើឲ្យវាគ្មានមុខចេញទៅជួបគេឯងខ្ញុំនឹងឲ្យគ្រប់គ្នាដឹងថាវាជាមនុស្សថោកទាប ប្រព័ន្ធ តើពេជ្រក្នុងហឹបកំណប់របស់ខ្ញុំនេះមានតម្លៃប៉ុន្មានទៅ ពេជ្រកម្រិត F តម្លៃទីផ្សារ 3,500 លានវ៉ាវនេះតម្លៃដល់ទៅ30លានជាងនេះមិនច្រើនជាងប្រាក់សន្សំរបស់ខ្ញុំទៅទៀតទេ ដឹងអញ្ចឹងខ្ញុំធ្វើជាអ្នកផ្ដាច់ការឲ្យខ្លាំងជាងនេះពេលនេះមិត្តភ័ក្តិរបស់ម៉ាស៊ីវឈៀងបានខលទូរស័ព្ទមកម៉ាស៊ីវឈៀងមិនក៏ឯងអាចធ្វើបែបនេះបានទៅវ៉ាងឈីងឈីងជាមនុស្សស្រីល្អយ៉ាងនេះថែមទាំងជាអ្នកមានសៀវភៅស្នាក់នៅទីក្រុងធំទៀតមុខមាត់ក៏ស្អាត មិនក៏ឯងអាចវាយគេបាន ហើស្អីគេវីមនុស្ស ខ្ញុំមិនបានវាយនរណាទេអញ្ចឹងឯងឆាប់មើលប៉ុស្តិ៍ដែលវ៉ាងហៃបង្ហោះទៅ បន្ទាប់ពីដាក់ទូរស័ព្ទចុះម៉ាស៊ីវឈៀងក៏បើកមើលប៉ុស្តិ៍ភ្លាមឃើញគ្រួសារវ៉ាងហៃបន្តគ្នាបង្ហោះប៉ុស្តិ៍ជាច្រើនភ្ជាប់ជាមួយរូបថតវ៉ាងឈីងឈីងស្លៀកសម្លៀកបំពាក់អ្នកជំងឺតិចនៅលើក្រែឯអសរខ្លឹមសារគឺជាប្រមេតម៉ាស៊ីវឈៀងថាជាមនុស្សថោកទាបគ្មានខ្មាស់អៀនជាសម្រាមសង្គមជាដើមថែមទាំងសរសេរថាគេតែងតែប្រើអំពើហិង្សាក្នុងគ្រួសារលើវ៉ាងឈីងឈីងទៀតហើយថែមទាំងរៀបរាប់ថាថ្ងៃនេះពេលទៅទិញផ្ទះគ្រាន់តែវ៉ាងឈីងឈីងសួរសំណួរមួយម៉ាត់ថាអាចដាក់ឈ្មោះប្អូនប្រុសនាងបានទេក៏ត្រូវម៉ាស៊ីវឈៀងវាយ៉ាងចាស់ដៃនៅទីសាធារណៈដូចមនុស្សឈួតអញ្ចឹងដូច្នេះគ្រួសារវ៉ាងសម្រេចចិត្តមិនឲ្យរៀបការជាមួយម៉ាស៊ីវឈៀងទេហើយត្រូវប្តឹងទារសំណងនៅក្នុងអត្ថបទនេះគេប្រៀបដូចជាមនុស្សអាក្រក់បំផុតក្នុងលោកថែមទាំងតាក់ទងសង្សារប្អូនថ្លៃទៀតអ្នកទាំងពីរនេះពិតជាគួរឲ្យស្អប់ណាស់ហ៊ានមកទម្លាក់កំហុសលើគេក្រៅពីចំណុចចុងក្រោយតើមានចំណុចណាជាការពិតវ៉ាងឈីងឈីងពួកនាងជិះជាន់គេពេកហើយ ទៀងតាទ្រាំទទួលយកក៏វាបកវិញជំរើសទី1ទ្រាំពេលវេលានឹងជំរះលៀងគ្រប់យ៉ាងរង្វាន់សិទ្ធិនិពន្ធបទចម្រៀងជាប្រុសស្អីគេជំរើសទី2បង្ហោះសារបកស្រាយឲ្យច្បាស់តម្រូវឲ្យសរសេរអត្ថបទក្នុងរង្វង់ 5000 ពាក្យបញ្ជាក់ឲ្យច្បាស់ពីដើមចំណែករឿងរ៉ាវរង្វាន់សៀវភៅរូបភាពស្រីស្អាតជំរើសទី3ការវាយបកដ៏ល្អឥតខ្ចោះនៃដំណើរការទាំងមូលចុងក្រោយនឹងវាយតម្លៃសរុបរង្វាន់ប្រអប់កាដូអាចកំបាំងកម្រិតផ្សេងគ្នាខ្ញុំជ្រើសរើសទី3 ម៉ាស៊ីវជាងមិនស្ទាក់ស្ទើរឡើយក៏ខលទូរស័ព្ទទៅមិត្តចាស់ភ្លាមអាឡូស៊ូជៀនហួរពេលនេះខ្ញុំកំពុងត្រូវគេមួលបង្កាច់ហើយគឺខ្ញុំនឹងវ៉ាងឈីងឈីងបែកគ្នាហើយប៉ុន្តែដាច់ខាតមិនមែនដូចអ្វីដែលនាងសរសេរក្នុងប៉ុស្តិ៍នោះទេគ្រួសារពួកគេកំពុងតែមួលបង្កាច់ពេលនេះគឺត្រូវការឯងជួយហើយឯងជួយរៀបចំអត្ថបទប៉ុន្មានច្បាប់ឲ្យខ្ញុំមករកក្រុមអ្នកលេងអ៊ីនធឺណិតស៊ីឈ្នួលប្រញាប់បង្វែមទៅមហាជនក្នុងរយៈពេល2ថ្ងៃនេះបានបងឈៀងទុកឲ្យខ្ញុំចាត់ការចុះសម្លឹងមើលខមមិនដែលពោពេញដោយការស្អប់ខ្ពើមនៅក្នុងប៉ុស្តិ៍វ៉ាងហៃសាយយ៉ាងសប្បាយចិត្តបងស្រីលើកនេះខ្ញុំមើលទៅអាថោកទាបម៉ាស៊ីវឈៀងច្បាស់ជារលីមិនខានខ្ញុំបានឲ្យមិត្តភ័ក្តិជួយ share អស់ហើយពេលនេះចំនួនអ្នក share មានរហូតដល់រាប់ពាន់អ្នកហើយបងចាំមើលចុះថ្ងៃស្អែកវាច្បាស់ជាល្បីឈ្មោះពេញទីក្រុងហាងជូវរបស់យើងមិនខានដល់ពេលនោះវាប្រៀបដូចជាកណ្ដុររត់កាត់ផ្លូវដែលមានតែគេដេញវាយមែនហើយម៉ែដាស់តឿនពួកម៉ែនៅកន្លែងធ្វើការហើយពួកគេចូលចិត្ត share ព័ត៌មានបែកធ្លាយញ៉ៃៗទាំងនេះណាស់
ខ្ញុំមិនជឿថាធ្វើស៊ីវាមិនបានទេអាថោកទៀបហិសផ្ទះថ្មីមិនដាក់ឈ្មោះកូនប្រុសខ្ញុំថែមទាំងដណ្ដើមសង្សារកូនប្រុសខ្ញុំទៀតចង់ក្រឡាប់មេឃមែនទេមិនបានទេប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេខ្ញុំត្រូវធ្វើឲ្យវាខូចកេរ្តិ៍ឈ្មោះធ្វើឲ្យវាគ្មានផ្លូវដើរ និយាយបណ្ដាទាញទូរស័ព្ទខលទៅលេខ1 វាងឈីងបំរុងនឹងពឹងថៅកែឲ្យជួយធ្វើឲ្យម៉ាស៊ីវឈៀងសំបីតែការងារក៏មិនអាចធ្វើបានទៀត ថៅកែគឺខ្ញុំឈីងតើថៅកែបានឃើញប៉ុស្តិ៍ខ្ញុំដែរឬទេមែនហើយមើលមនុស្សខុសមែនខ្ញុំត្រូវគេធាក់ចំក្បាលពោះប៉ុន្មានជើងឥឡូវនៅឈឺនៅឡើយទេរឿងរៀបការប្រកាសជាមិនរៀបការទេពេលនេះខ្ញុំមានសេរីភាពហើយថៅកែតើថៅកែស្គាល់គ្នាជិតស្និទ្ធជាមួយថៅកែហាននៅក្រុមហ៊ុនឈីងស៊ីដែរទេមនុស្សដូចម៉ាស៊ីវឈៀងថៅកែក៏ឃើញស្រាប់ហើយមនុស្សដែលមានបញ្ហាសីលធម៌បែបនេះតើអាចឲ្យធ្វើការនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់ដូចជាក្រុមហ៊ុនឈីងស៊ីយ៉ាងម៉េចទៅធ្វើការបានទៅហេះគ្រាន់តែបញ្ឈប់មនុស្សម្នាក់សោះថៅកែមានមុខមាត់ធំបែបនេះច្បាស់ជាអាចធ្វើបានមិនខានក្រុមហ៊ុនយើងគឺជាអតិថិជនធំរបស់គេណាថៅកែដ៏ល្អរបស់ខ្ញុំថៅកែក៏ចង់ជួយសងសឹកឲ្យខ្ញុំដែរមែនទេអូយខ្ញុំឈឺពោះណាស់ថៅកែមកជួយអង្អែពោះឲ្យខ្ញុំបន្តិចមកបានទេល្អតើថ្ងៃស្អែកខ្ញុំរងចាំថៅកែមកបន្ទាប់ពីដាក់ទូរស័ព្ទចុះវាងហើយប្រញាប់សួរថាបងស្រីយ៉ាងម៉េចហើយថៅកែបងមានសមត្ថភាពធ្វើឲ្យម៉ាស៊ីវឈៀងអត់ការងារធ្វើទេម្ដាយវាងជាមនុស្សធ្លាប់ឆ្លងកាត់ស្ដាប់ឮការតាក់ទងគ្នាមិនច្បាស់លាស់រវាងកូនស្រីនិងថៅកែក៏មានការព្រួយបារម្ភបន្តិចក៏និយាយថាកូនស្រីថៅកែកូនអាយុ50ជាងហើយថែមទាំងមានប្រពន្ធទៀតកូនឯងលក់រូបសម្រស់ផ្ដល់ភាពផ្អែមល្ហែមបន្តិចបន្តួចគឺអាចធ្វើបានប៉ុន្តែកុំឲ្យធ្លាក់ចូលរណ្ដៅឲ្យសោះណាម៉ែនិយាយស្អីហ្នឹងពួកយើងតាក់ទងគ្នាត្រឹមត្រូវទេថៅកែខ្ញុំគ្រាន់តែជាមនុស្សល្អមើលមិនឃើញប្រុសដែលវាយមនុស្សស្រីទើបចង់ជួយខ្ញុំទុកចិត្តចោះខ្ញុំចេះថ្លឹងថ្លែងហើយព្រឹកព្រលឹមថ្ងៃបន្ទាប់ម៉ាស៊ីវឈៀងក្រឡេកមើលទូរស័ព្ទស្រាប់តែឃើញសារចូលយ៉ាងច្រើនសុទ្ធតែជាពាក្យជេរប្រមាថថែមទាំងមានមនុស្សជាច្រើនអេតវីឆាតគេទៀតគេក៏ដឹងភ្លាមថាកណីរបស់ខ្លួនច្បាស់ជាត្រូវគេទម្លាយហើយក្នុងចិត្តក្តៅក្រហាយយ៉ាងខ្លាំងក៏ប្រញាប់ខលទៅមិត្តភ័ក្តិខាងសារព័ត៌មានស៊ូជៀនហួរយ៉ាងម៉េចហើយយកវីដេអូកាមេរ៉ាសុវត្ថិភាពបានឬនៅប្រកាសជាបានហើយវីដេអូទាំងពីរច្បាប់យកបានអស់ហើយមួយច្បាប់គឺនៅកន្លែងទិញផ្ទះកាលពីម្សិលមិញជាវីដេអូនៅសាលការិយាល័យអចលនទ្រព្យមួយច្បាប់ទៀតគឺវីដេអូពេលទៅទិញខោអាវនៅហាងលើកនេះខ្ញុំចំណាយកម្លាំងច្រើនណាស់ឯងត្រូវតែប៉ាវខ្ញុំញ៉ាំបាយណាបានគ្មានបញ្ហាទេអញ្ចឹងរឿងបន្ទាប់ឯងមើលចាត់ចែងទៅចាំរឿងនេះផ្ទុះខ្លាំងឯងចាំទម្លាយការពិតវីបកវិញទម្លាយទង្វើរបស់គ្រួសារវាងឈីងឲ្យពួកគេទទួលកម្មដែលខ្លួនបានសាងនិយាយអញ្ចឹងសម្លាញ់ឯងពិតជាទៅដណ្ដើមសង្សារគេមែនទេខ្ញុំមើលក្នុងវីដេអូឯងពិតជាបានថើបសង្សារប្អូនថ្លៃឯងមែនចេញឲ្យឆ្ងាយខ្ញុំនឹងលីវយីហ្វេពេលនេះគឺស្អាតស្អំទេពីមុនមិនដែលតាក់ទងគ្នាតតែសោះម្សិលមិញគឺដោយសារតែវាងហើយចង់លេបយកផ្ទះរៀបការរបស់ខ្ញុំទើបខ្ញុំបំរុងនឹងសងសឹកវាបន្តិចដណ្ដើមសង្សារវាមកប៉ុន្តែពេលនេះខ្ញុំប្រហែលជាលួចស្រឡាញ់ក្មេងស្រីម្នាក់នេះមែនតែនហើយយីអញថាហើយថាអាមួយនេះមិនមែនជាមនុស្សល្អទេរឿងគួរឲ្យខ្មាស់គេបែបនេះឯងនៅហ៊ាននិយាយចេញមកយ៉ាងរំភើយទៀតដណ្ដើមសង្សារគេក៏នៅតែជាការដណ្ដើមសង្សារគេដែរកុំធ្វើពុតទៀតមើលទៅឯងដូចជាមនុស្សស្លូតត្រង់តែការពិតចិត្តអាក្រក់បានខ្ញុំជាមនុស្សអាក្រក់ខ្ញុំដណ្ដើមសង្សារគេបាននៅឯងមិនសាកគិតមើលទេទង្វើដែលគ្រួសារវាងហើយធ្វើដាក់ខ្ញុំនោះហ៊ានឲ្យខ្ញុំដាក់ឈ្មោះវាលើប្លង់ផ្ទះថ្មីបើមិនអញ្ចឹងមិនរៀបការទេនេះចាត់ទុកខ្ញុំជាមនុស្សស្លូតឬក៏ជាមនុស្សល្ងងជិះជាន់គេពេកហើយម៉ាស៊ីវឈៀងមុខឡើងក្រហមបន្ទាប់មកក៏បកស្រាយទាំងអឹមអៀនស៊ូជៀនហួរសាច់ហាឯងជាសម្លាញ់ខ្ញុំប្រកាសជាគាំទ្រឯងហើយម្យ៉ាងទៀតគ្រួសារគេក៏ធ្វើរឿងមិនសមហេតុផលដែរខ្ញុំនឹងខំប្រឹងជីកកកាយវាខ្ញុំមើលទៅក្មេងស្រីលីវីហ្វីនោះស្អាតជាងវាងឈីងដាច់បានហើយកុំនិយាយរឿងឥតប្រយោជន៍ច្រើនវីដេអូបានលុបចោលហើយឬនៅយប់មិញពេលយកបានក៏លុបចោលបាត់ទៅហើយឯងទុកចិត្តចុះល្អណាស់អរគុណឯងច្រើនហើយប៉ុន្តែប្រហែលជាអាចមានគេថតរូបឬក៏ថតវីដេអូបើថ្ងៃក្រោយមានគេបង្ហោះតើគួរសោះស្រាយយ៉ាងម៉េចនេះក៏មិនមែនគ្មានវិធីដោះស្រាយដែរដល់ពេលនោះចំណាយលុយទិញទឹកចិត្តអ្នកបង្ហោះវីដេអូទៅបានហើយឬក៏រកអ្នកលេងអ៊ីនធឺណិតស៊ីឈ្នួលមកជួយបន្លំប៉ុន្តែរឿងទាំងនេះយ៉ាងហោចណាស់ក៏ត្រូវចំណាយលុយរាប់ម៉ឺនដែរបើឯងគ្មានលុយទេខ្ញុំនឹងចេញឲ្យសិនចាំថ្ងៃក្រោយសងក៏បានលើកនេះឯងជួយបិទបាំងឲ្យខ្ញុំផងខ្ញុំមិនដឹងថាត្រូវអរគុណឯងយ៉ាងម៉េចទេបន្តិចទៀតខ្ញុំនឹងវេរលុយឲ្យឯងជួយរកក្រុមអ្នកលេងអ៊ីនធឺណិតស៊ីឈ្នួលឲ្យបានច្រើនបន្តិចមកកាន់តែច្រើនកាន់តែល្អមិនបាច់គិតរឿងលុយទេអត្ថបទរបស់វាងឈីងបានផ្ទុះការចាប់អារម្មណ៍ហើយខ្ញុំមិនចង់ឲ្យរឿងនេះប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃទេរឹតតែមិនចង់ឲ្យពុកម្ដាយរបស់ខ្ញុំ
ត្រូវរងការរិះគន់ពីមនុស្សលើបណ្ដាញសង្គមដែរដូច្នេះក្រោយពីយឺតចំរួចរាល់ត្រូវប្រញាប់វីបកវិញភ្លាមខ្ញុំត្រូវវីវ៉ាងឈីងមួយញួរឲ្យស្លាប់តែម្ដងធ្វើឲ្យនាងមិនអាចងើបមុខរួចឡើយបានគ្មានបញ្ហាទេខាងខ្ញុំប្រមូលរឿងអាស្រូវរបស់វ៉ាងឈីងបានមិនតិចទេគ្រប់គ្រាន់នឹងវីនាងឲ្យស្លាប់ហើយហេសម្លាញ់ខ្ញុំមិនបានស្រាវជ្រាវគឺមិនដឹងទេក្រោយពីប្រមូលរឿងអាស្រូវរបស់នាងទើបដឹងថាឯងប្រហែលជាត្រូវគេក្បត់យូរណាស់មកហើយយីអញសង្ស័យនាងយូរហើយមិននឹកស្មានថានាងហ៊ានក្បត់អញមែនស៊ូជៀនហួរញឹមលាក់ល្បិចតាឯងចង់មើលរូបថតទេខ្ញុំចំណាយលុយច្រើនណាស់ទើបយកបានពីមិត្តភក្តិជិតស្និទ្ធរបស់វ៉ាងឈីងមិនមើលទេខ្ញុំខ្លាចប្រឡាក់ភ្នែកហាគ្មានរូបថតលើក្រែទេណាគ្រាន់តែជារូបថតថើបគ្នារាប់រយសន្លឹកប៉ុណ្ណោះមិត្តចង្រៃចាក់គេមួយកំបិតដោយមិនប្រណីដៃម៉ាស៊ីវឈៀងមានអារម្មណ៍ជឿចាប់ក្នុងបេះដូងមួយរំពេចខំថ្មិញនិយាយថាល្អណាស់វ៉ាងឈីងសំណាងហើយដែលខ្ញុំមិនយល់ព្រមដាក់ឈ្មោះប្អូនប្រុសនាងបើមិនអញ្ចឹងទេខ្ញុំពិតជាមនុស្សល្ងងបំផុតក្នុងโลกមិនខានស៊ូជៀនហួរឯងជួយរកក្រុមអ្នកលេងអ៊ីនធឺណិតបានច្រើនមកមិនបាច់ខ្លាចអស់លុយទេពេលនេះខ្ញុំមានលុយហើយត្រូវការលុយប៉ុន្មានឯងប្រាប់មកខ្ញុំនឹងរ៉ាប់រងទាំងអស់ហើយមួយទៀតឪពុករបស់វ៉ាងឈីងគឺជាបុគ្គលិកក្រុមហ៊ុនរដ្ឋឯងសាកមើលខ្សែរយៈរបស់ឯងបន្តិចមើលថាតើអាចរៀបចំបានទេបើមិនបានទេចាយលុយសុកទៅរកចំណុចខ្សោយរីកាពីគាត់ធ្វើឲ្យគាត់នៅមិនបានសុខដែរទៅថ្ងៃនេះខ្ញុំនឹងធ្វើឲ្យគ្រួសារវ៉ាងឈីងគ្មានមករស់នៅក្នុងទីក្រុងហាងជូវទៀតទេអាល្អិតឯងមិនមែនទៅតែទិញផ្ទះទេមិនក៏សម្ដីនៅតែរឹងមាំម្លេះបានទុកឲ្យខ្ញុំចាត់ការទាំងអស់ចុះក្នុងនាមជាសម្លាញ់ខ្ញុំនឹងជួយខ្ញុំច្បាស់ជាធ្វើឲ្យពួកគេសងតម្លៃយ៉ាងស័ក្តិសមនិយាយអញ្ចឹងសម្លាញ់ឯងមិនមែនកំពុងចាប់អារម្មណ៍សង្សារប្អូនថ្លៃឯងទេចាប់អារម្មណ៍ទេអញ្ចឹងពេលនេះគឺជាឱកាសល្អបំផុតក្នុងការតាមញ៉ែនាងហើយឯងមើលចុះពេលនេះឯងកំពុងត្រូវគេរិះគន់លើបណ្ដាញសង្គមនាងច្បាស់ជាត្រូវរងផលប៉ះពាល់ដូចគ្នាអ្នកទាំងពីរមិនប្រៀបដូចជាខ្ងានព្រៃដែលធ្លាក់ក្នុងស្ថានភាពលំបាកដូចគ្នាទេពេលនេះឯងតាមញ៉ែនាងមានភាគរយជោគជ័យខ្ពស់ណាស់ណានិយាយត្រូវឯងនៅតែខូចដដែលស័ក្តិសមជាព្រាននារីមួយរូបក្នុងចំណោមព្រាននារីទាំង3ប្រចាំសាលារបស់យើងមែនលោកប្រុសស៊ូជៀនហួរបន្ទាប់ពីដាក់ទូរស័ព្ទចុះម៉ាស៊ីវជាងប្រញាប់ខលទៅលីវីហ្វីភ្លាមតែទូរស័ព្ទបិទក៏មានអារម្មណ៍ភ័យព្រួយបន្តិចក្រែងលោមានរឿងអីកើតឡើងទៅចាំដល់ថ្ងៃត្រង់សឹមខទៅប៉ុន្មានដងទៀតបើនៅតែមិនលើកទៀតទៅមើលនៅហាងលក់ឡានថានាងទៅធ្វើការឬអត់បន្ទាប់ពីសម្រេចចិត្តរួចគេក៏ផ្ទេរប្រាក់2លានឲ្យស៊ូជៀនហួរក្រឡេកមើលម៉ោងជិតដល់ម៉ោង9ហើយគេយ៉ាងហោចណាស់ក៏ជាប្រធានក្រុមតូចម្នាក់ដែរបើទៅយឺតមិនសូវសមទេតែពេលគេទើបតែមកដល់ក្រុមហ៊ុនក៏ត្រូវគេហៅឲ្យទៅការិយាល័យអ្នកគ្រប់គ្រងទូទៅអ្នកគ្រប់គ្រងតើលោកហៅខ្ញុំមកមានការអីខ្ញុំសួរឯងបន្តិចមើលតើឯងបានវីគូដណ្ដឹងវ៉ាងឈីងមែនទេខ្ញុំមិនបានវីទេឯងនៅហ៊ានកុហកទៀតឯងមើលទៅលិខិតបញ្ជាក់ពីការរងរបួសពណ៌ខ្មៅច្បាស់គេផ្ញើមកហើយឯងនៅហ៊ានថាវីគេទៀតតើឯងដឹងទេថាកាលពីយប់មិញប៉ុស្តិ៍របស់វ៉ាងឈីងមានមនុស្សប៉ុន្មានអ្នកជួយសេមនុស្សពេញមួយទីក្រុងកំពុងតែជេរឯងថាជាមនុស្សថោកទាបក្រុមហ៊ុនយើងក៏រងផលប៉ះពាល់ដែរតើឯងដឹងឬអត់ថាព្រឹកនេះមានមនុស្សប៉ុន្មានអ្នកខំមកជេរក្រុមហ៊ុនយើងម៉ាស៊ីវជាងទង្វើរបស់ឯងតើបង្កបញ្ហាប៉ុន្មានដល់ក្រុមហ៊ុនយើងតើឯងដឹងទេអ្នកគ្រប់គ្រងនេះគឺជាការមួលបង្កាច់សុទ្ធសាធចាំដល់យប់នេះនឹងមានលទ្ធផលហើយការពិតច្បាស់ជានឹងលេចចេញមកមិនខាននៅចាំស្អីទៀតឥឡូវនេះឯងប្រញាប់ទៅសុំទោសវ៉ាងឈីងទៅបើមិនអញ្ចឹងទេឯងមិនបាច់ធ្វើការទេអ្នកគ្រប់គ្រងនេះជារឿងគ្រួសាររបស់ខ្ញុំសុំទោសឬមិនសុំទោសដូចជាមិនពាក់ព័ន្ធនឹងលោកទេដឹងហ៊ានធ្វើបាក់ព័ន្ធទៀតតើឯងដឹងទេថាក្រុមហ៊ុនយើងខិតខំកស៊ូដល់ពេលនេះលំបាកប៉ុណ្ណាទម្រាំតែបានចូលទីផ្សារហ៊ុនមានកេរ្តិ៍ឈ្មោះមិនអាចទទួលរងការវាយប្រហារណាមួយបានទេរឿងគ្រួសារឯងតែម្នាក់បែរជាធ្វើឲ្យតម្លៃហ៊ុនក្រុមហ៊ុនយើងធ្លាក់ចុះតែគូសហការជាច្រើនទាមទារលុបចោលកិច្ចសន្យាខាតបង់យ៉ាងហោចណាស់ក៏50លានដែរឯងនៅគិតថាជារឿងផ្ទាល់ខ្លួនឯងម្នាក់ទៀតឬម៉ាស៊ីវជាងខ្ញុំប្រាប់ឯងម្ដងទៀតឯងគួរតែប្រញាប់ទិញផ្កានិងផ្លែឈើទៅមន្ទីរពេទ្យសុំទោសវ៉ាងឈីងទៅយកល្អគឺលុតជង្គង់សុំទោសសុំការអភ័យទោសបែបនេះក្រុមហ៊ុននៅអាចយកយល់បានត្រឹមតែបញ្ឈប់ឯងពីការងារនិងមិនទាមទារសំណងជំងឺចិត្តចំពោះការប៉ះពាល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនទេបើមិនអញ្ចឹងទេចាំទទួលសេចក្តីសម្រេចបញ្ឈប់ពីការងារទៅបន្ទាប់មកចាំទទួលដីកាកោះហៅពីតុលាការដែលក្រុមហ៊ុនប្តឹងទៅចុះនិយាយចុះនិយាយឡើងគឺបង្ខំឲ្យខ្ញុំសុំទោសគឺចង់បញ្ឈប់ខ្ញុំពីការងារតើមិនសុំទោសក៏អាចបញ្ឈប់ខ្ញុំបាននៅយកការប្តឹងផ្ដាល់មកគំរាមខ្ញុំទៀតខ្ញុំចង់ដឹងថានេះជាការសម្រេចចិត្តរបស់ក្រុមហ៊ុនឬក៏ជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នកគ្រប់គ្រងហាងគឺជាការសម្រេចចិត្តរបស់ខ្ញុំហើយក៏ជារបស់ក្រុមហ៊ុនដែរឯងអាចធ្វើអីខ្ញុំបានអ្នកគ្រប់គ្រងហាងញឹមយ៉ាងពីស្ពូលក្នុងចិត្តគិតថាខ្លួនឈ្នះប្រកាសហើយថៅកែក្រុមហ៊ុនគ្រឿងសម្អាង
របស់វាងឈីងឈីងគឺជាមិត្តភក្តិរបស់គេពិសេសខលមកឲ្យគេបញ្ឈប់ម៉ាស៊ីវជាងហើយថែមទាំងបញ្ជាក់ថានឹងបន្តកិច្ចសន្យាផ្សាយពាណិជ្ជកម្ម3ឆ្នាំទៀតនេះគឺជាកិច្ចសន្យាតម្លៃរាប់សិបលានណាម៉ាស៊ីវជាងត្រឹមតែជាបុគ្គលិកធម្មតាម្នាក់ដែលចូលធ្វើការបានជាង4ឆ្នាំមានតម្លៃប្រៀបនឹងកិច្ចសន្យា10លានឯណាបានដូច្នេះគេគ្រោងនឹងបញ្ឈប់ម៉ាស៊ីវជាងហើយប៉ុន្តែបើបញ្ឈប់ផ្ទាល់នឹងត្រូវគេប្តឹងទាមទារសំណងពលកម្មទើបគិតចង់បញ្ឈប់គេដោយមិនចាំបាច់សងសំណងថែមទាំងចង់ប្តឹងគេត្រឡប់វិញទៀតផងហាអ្នកគ្រប់គ្រងហានពិតជាពូកែមែននៅគិតចង់ប្តឹងខ្ញុំទៀតបានពេលនេះប្រព័ន្ធមកដល់ហើយទីងម្ចាស់តួអង្គកុំខ្លាចកុំភ័យប្រព័ន្ធមកជួយហើយប្រឈមមុខនឹងការរើសអើងអយុត្តិធម៌សូមធ្វើការជ្រើសរើសភ្លាមជម្រើសទី1វាអ្នកគ្រប់គ្រងហានមួយចាស់ដៃរង្វាន់300000ជម្រើសទី2ជាតបអ្នកគ្រប់គ្រងហានវិញលាឈប់ដោយមិនស្ទាក់ស្ទើររង្វាន់ឡានរយ1គ្រឿងជម្រើសទី3លាឈប់ហើយទិញភាគហ៊ុនក្រុមហ៊ុនខ្លាយជាម្ចាស់ភាគហ៊ុនធំបញ្ឈប់អ្នកគ្រប់គ្រងខ្លាយជាថៅកែធំរង្វាន់ទិញភាគហ៊ុនក្រុមហ៊ុនក្នុងតម្លៃបញ្ចុះតម្លៃ0.1ខ្ញុំជ្រើសរើសទី3ប្រើតម្លៃបញ្ចុះ0.1ទិញក្រុមហ៊ុនផ្ទាល់តែម្ដងចុះបើខ្ញុំមិនយល់ព្រមលាឈប់វិញខ្ញុំមើលទៅឯងគឺចង់ប្តឹងទាមទារសំណងពលកម្មហើយមើលទៅឬក៏ត្រៀមចង់ក្តីក្តាមជាមួយពួកយើងបានតាឯងសាកទៅមើលទៅប៉ុន្តែជឿទេថាទោះជាឯងឈ្នះក្តីក៏ដោយថ្ងៃក្រោយនៅក្នុងវិស័យនេះក៏នឹងត្រូវគេដាក់បញ្ចូលក្នុងបញ្ជីខ្មៅដែរគ្មានក្រុមហ៊ុនរចនាពាណិជ្ជកម្មណាហ៊ានយកឯងធ្វើការទៀតទេនេះគឺជាការគំរាមកំហែងយ៉ាងចំហប្រៀបដូចជាម្ចាស់ដីជិះជាន់កសិករក្រីក៏អញ្ចឹងម៉ាស៊ីវឈៀងទប់កំហឹងនិយាយថាបើអញ្ចឹងមែនក៏បានខ្ញុំជ្រើសរើសលាឈប់ប៉ុន្តែខ្ញុំត្រូវរៀបចំអីវ៉ាន់របស់ខ្ញុំសិនតើលោកប្រកាន់ទេបើអនុញ្ញាតឲ្យខ្ញុំនៅក្រុមហ៊ុនយូរបន្តិចទៀតនោះបែបនេះទើបត្រូវអ្នកស្គាល់កាលៈទេសៈទើបជាអ្នកខ្លាំងល្អខ្ញុំអាចពិចារណាមិនឲ្យក្រុមហ៊ុនទាមទារសំណងពីឯងទេបានថ្ងៃនេះពេញមួយថ្ងៃឯងអាចនៅក្នុងក្រុមហ៊ុនបានទោះជាយ៉ាងណាខ្ញុំក៏ដឹងថាឯងមកពីជនបទពិបាកណាស់ទម្រាំបានចូលធ្វើការនៅក្រុមហ៊ុនធំច្បាស់ជាអាឡោះអាឡៃហើយអ្នកគ្រប់គ្រងហានពិតជាចិត្តទូលីមែននិយាយចប់ម៉ាស៊ីវឈៀងក៏ងាកក្រោយដើរចេញទៅគិតក្នុងចិត្តថាចាំមើលលោកអាចត្រេកអរបានយូរប៉ុណ្ណាអ្នកឯងថាប្រធានក្រុមមកជាមនុស្សបែបនោះមែនទេមនុស្សមិនអាចមើលតែសម្បកក្រៅបានទេអ្នកណាដឹងថាមនុស្សស្លូតបូតពីក្រោយខ្នងមិនមែនជាឃាតនោះអ្នកឯងមិនបានមើលព័ត៌មានទាំងនោះទេឃាតតសុទ្ធតែធ្វើខ្លួនស្លូតបូតទាំងអស់ប្រធានក្រុមមកមើលទៅមិនដូចអ្នកប្រើអំពើហិង្សាក្នុងគ្រួសារទេតែពីក្រោយខ្នងអ្នកណាទៅដឹងខ្ញុំថារឿងពិតហើយវាងឈីងឈីងមានទាំងលិខិតបញ្ជាក់របួសទៀតផងខ្ញុំបានឃើញរូបថតត្រូវគេវាឡើងយ៉ាប់ពេញខ្លួនសុទ្ធតែបងរុំរបួសប្រធានក្រុមមកមិនក៏ដាច់ចិត្តវាយ៉ាងនេះមែនហើយអាប្រុសមិនពិតប្រុសដែលវាមនុស្សស្រីគួរតែត្រូវទោសប្រហារជីវិតអស់ទៅហើយមួយទៀតឮថាគេនៅតាក់ទងសង្សារប្អូនថ្លៃខ្លួនឯងទៀតផងពិតជាមិនមែនមនុស្សមែនចរិតថោកទាបជាងសត្វតិរច្ឆានទៅទៀតឮសំឡេងមិត្តរួមការងារនិយាយដើមជុំវិញខ្លួនម៉ាស៊ីវឈៀងក៏មិនខឹងដែរគេកាន់ទូរស័ព្ទចុចយ៉ាងរហ័សដោយប្រើតម្លៃបញ្ចុះ0.1ទិញភាគហ៊ុនក្រុមហ៊ុនទាំងអស់បូករួមទាំងថ្ងៃនេះភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះផងគេចំណាយលុយមិនដល់10លានផងក៏ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនបាត់ទៅហើយបន្ទាប់មកក៏មានទូរស័ព្ទខលចូលជាបន្តបន្ទាប់ទូរស័ព្ទប៉ុន្មានខ្សែនេះសុទ្ធតែជាម្ចាស់ភាគហ៊ុនក្រុមហ៊ុននិងអ្នកនៅពីក្រោយខលមកចង់ស្វាគមន៍និងពិភាក្សាគ្នារឿងដំណើរការក្រុមហ៊ុនខ្ញុំមិនបាច់ខ្វល់ក៏បានប៉ុន្តែមានមនុស្សម្នាក់ដែលខ្ញុំត្រូវតែបញ្ឈប់ពីការងារគឺអ្នកណាគេលោកម៉ាពេលនេះលោកគឺជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនយើងហើយលោកចង់បញ្ឈប់អ្នកណាក៏បានដែរប៉ុន្តែពេលនេះនៅក្រុមហ៊ុននៅមិនទាន់បញ្ចូលប្រវត្តិរូបរបស់លោកម៉ានៅឡើយទេលោកចង់បញ្ឈប់អ្នកណាប្រាប់ខ្ញុំមកបានហើយបញ្ឈប់អ្នកគ្រប់គ្រងទូទៅហ៊ានលីនបានគ្មានបញ្ហាទេខ្ញុំនឹងបញ្ជីចុះទៅឥឡូវនេះក្នុងអគារការិយាល័យអ្នកគ្រប់គ្រងទូទៅកំពុងតែនិយាយទូរស័ព្ទជាមួយថៅកែក្រុមហ៊ុនគ្រឿងសម្អាងរបស់វាងឈីងឈីងនិយាយរៀបរាប់ពីការបញ្ឈប់ម៉ាស៊ីវឈៀងយ៉ាងត្រេកអរខាងនោះក៏ឮសំឡេងសាច់យ៉ាងសប្បាយចិត្តល្អណាស់សម្លាញ់ហ៊ានលើកក្រោយខ្ញុំនឹងអញ្ជើញឯងទៅស្ទីមនៅក្លឹបអ៊ីឡានសម្រួលអារម្មណ៍បន្តិចនឹកដល់ស្រីស្អាតនៅក្លឹបអ៊ីឡានអ្នកគ្រប់គ្រងហានក៏មានអារម្មណ៍ពុះកញ្ជ្រោលធ្វើមុខស្រើបស្រាលនិយាយថាល្អណាស់ស្រាប់តែទ្វារត្រូវគេរុញបើកយ៉ាងខ្លាំងមានមនុស្សម្នាក់ដើរចូលមកគឺជាម៉ាស៊ីវឈៀងគេអង្គុយលើសាឡុងយ៉ាងរំភើយនិយាយដោយទឹកមុខស្ងប់ស្ងាត់ថាអ្នកគ្រប់គ្រងហានពេលនេះលោកអាចរមៀលចេញបានហើយមិនក៏ឯងនៅមិនទាន់ទៅទៀតនៅហ៊ានប្រាប់ឲ្យខ្ញុំរមៀលចេញទៀតជឿទេថាខ្ញុំឲ្យសន្តិសុខរបស់ឯងចេញក្រៅនិយាយចប់អ្នកគ្រប់គ្រងហានក៏ខលទូរស័ព្ទទៅសន្តិសុខភ្លាមប្រញាប់បញ្ជូនមនុស្សមកទីនេះមកមានគេមករករឿងនៅការិយាល័យអ្នកគ្រប់គ្រងទូទៅបណ្ដេញគេចេញទៅអូបណ្ដេញចេញតើលោកកំពុងនិយាយពីខ្លួនឯងមែនទេឯងចង់មករករឿងក៏មិនមើលសិនដែរថាទីនេះកន្លែងណាសន្តិសុខក្រុមហ៊ុនមិនមែនស៊ីបាយចោលទេ
ឯងយកល្អគួរតែប្រញាប់រមាចេញទៅបើមិនអញ្ចឹងទេបន្តិចទៀតខ្ញុំឲ្យសន្តិសុខវីឯងកុំមកបន្ទោសខ្ញុំឲ្យសោះ អូយមកពីខ្ញុំសោះខ្ញុំមិននឹកស្មានថាការជូនដំណឹងអាចនឹងមកដល់យឺតបន្តិចលោកប្រហែលជាមិនទាន់ទទួលបានដំណឹងបញ្ឈប់ពីការងារទេមើលទៅ កុំភ័យអីបន្តិចទៀតមកដល់ហើយហាខ្ញុំគឺជាមនុស្សដែលក្រុមហ៊ុនចំណាយលុយច្រើនអញ្ជើញមកណាមិនមែនជាបុគ្គលិកតូចតាចដូចជាឯងទេចង់បញ្ឈប់ខ្ញុំត្រូវតែបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិនខ្ញុំមើលទៅឯងប្រហែលជាត្រូវគេបញ្ឈប់ទើបការជំងឺរវើវីទេមើលទៅនៅមានមុខមកគិតចង់បញ្ឈប់ខ្ញុំទៀតគួរឲ្យអស់សំណើចណាស់ស្រាប់តែទូរស័ព្ទរបស់គេរត់ឡើងអាឡូថៅកែលីអាស្អីគេបញ្ឈប់ខ្ញុំផ្អែកលើអីខ្ញុំមិនបានកេងប្រវ័ញ្ចលុយក្រុមហ៊ុនទេខ្ញុំទាមទារឲ្យបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលខ្ញុំមិនសុខចិត្តទេហាលោកមិនមែនចង់បញ្ឈប់ខ្ញុំទេដូច្នេះពេលនេះលោកត្រូវបានខ្ញុំបញ្ឈប់ហើយស្អីគេឯងជាអ្នកបញ្ឈប់ខ្ញុំឬឯងក៏មិនមែនជាប្រធានក្រុមប្រឹក្សាភិបាលដែរយកសិទ្ធិអីមកបញ្ឈប់ខ្ញុំឯងឈួតបាត់ហើយមែនទេមែនគឺឈួតប្រកាសមែនហើយសន្តិសុខឆាប់មកដេញអាចឈួតនេះចេញទៅពេលនេះសន្តិសុខ2នាក់បានចូលមកដល់ក្នុងការិយាល័យពួកគេស្គាល់អ្នកគ្រប់គ្រងហាងច្បាស់ណាស់ថាអ្នកដែលមករករឿងគឺជាយុវជនដែលកំពុងអង្គុយនោះហើយលោកសូមអញ្ជើញចេញទៅក្រៅជាមួយពួកយើងបើមិនអញ្ចឹងទេកុំបន្ទោសពួកយើងថាមិនយកយល់ឲ្យសោះពួកឯងយល់ច្រឡំហើយអ្នកដែលពួកឯងត្រូវអញ្ជើញចេញគឺគាត់មិនមែនខ្ញុំទេអូឯងនិយាយផ្ដេសផ្ដាសនោះគឺជាអ្នកគ្រប់គ្រងទូទៅហ៊ានធ្វើម៉េចពួកយើងមិនស្គាល់ទៅប្រញាប់ក្រោកឈរឡើងបើមិនអញ្ចឹងទេកុំបន្ទោសពួកយើងថាមិនយកយល់ឲ្យសោះពេលនេះមានស្រីស្អាតស្លៀកខោខ្មៅម្នាក់រត់ចូលមកយ៉ាងប្រញាប់ស្រែកថាឈប់ដៃភ្លាមអ្នកគ្រប់គ្រងសុនមានរឿងអីពួកយើងកំពុងតែបណ្ដេញអ្នកមករករឿងចេញលោកនេះគឺជាអនុប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់ក្រុមហ៊ុនយើងពួកឯងទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងបន្តិចអនុប្រធានក្រុមប្រឹក្សាភិបាលមែនហើយខ្ញុំគឺជាអនុប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់ក្រុមហ៊ុនថ្ងៃក្រោយសូមបងប្អូនទាំងពីរជួយណែនាំផងម៉ាស៊ីវជាងក៏លែងធ្វើរូបពីអួតទៅទៀតក្រោកឈរឡើងលូកដៃទៅចាប់ដៃជាមួយសន្តិសុខទាំងពីរសន្តិសុខទាំងពីរភ្ញាក់ផ្អើលមិនហ៊ានចាប់ដៃវិញទេនេះគឺជាអនុប្រធានក្រុមប្រឹក្សាភិបាលមិនអាចទេក្មេងយ៉ាងនេះសុំទោសផងអនុប្រធានក្រុមប្រឹក្សាភិបាលពួកយើងពិតជាមិនដឹងពីឋានៈរបស់លោកមែនប្រធានសន្តិសុខប្រញាប់និយាយសុំទោសម៉ាស៊ីវជាងក៏មិនប្រកាន់ដែរមិនអីទេបងស្រីសុនឯកសារពីថ្នាក់លើធ្លាក់មកដល់ហើយមែនទេសុនលីងមកក្បាលទាំងខ្សែភ្នែកមានអត្ថន័យជ្រាលជ្រៅអ្នកគ្រប់គ្រងសុននេះមិនមែនជារឿងពិតទេមែនទេនេះគឺជាសេចក្តីសម្រេចខ្ពស់បំផុតរបស់ក្រុមប្រឹក្សាភិបាលហានលីនបើលោកមិនសុខចិត្តទេអាចទៅប្តឹងទាមទារសំណងពលកម្មឬក៏ឡើងតុលាការក្តីក្តាំក៏បានប៉ុន្តែលោកគិតច្បាស់សិនទៅបើធ្វើបែបនេះលោកកុំសង្ឃឹមថានឹងរកការងារបានក្នុងវិស័យនេះឲ្យសោះមិនក៏ខ្ញុំស្ដាប់ពាក្យទាំងនេះទៅសាំត្រចៀកម្លេះអ្នកគ្រប់គ្រងហានអំបញ្ញមិញលោកក៏បានគំរាមខ្ញុំបែបនេះដែរតើខ្ញុំប្អូនម៉ាគឺខ្ញុំខុសហើយលោកជាមនុស្សចិត្តទូលាយខ្ញុំសុទ្ធតែត្រូវគេបង្ខំទេលោកកុំប្រកាន់ក្នុងចិត្តអីណាអ្នកណាប្រើលោកឲ្យចាត់ការខ្ញុំគឺថៅកែក្រុមហ៊ុនគ្រឿងសម្អាងរបស់វ៉ាងឈីងដែលជាសង្សារលោកនោះអីដឹងអញ្ចឹងខ្ញុំមិនលូកដៃក្នុងរឿងនេះទេបានខ្ញុំដឹងហើយអ្នកគ្រប់គ្រងសុនទីនេះទុកឲ្យនាងចាត់ការចុះខ្ញុំមានការរវល់ខ្ញុំទៅមុនហើយបន្ទាប់មកម៉ាស៊ីវជាងក៏ប្រញាប់ទៅរកលីវយីហ្វៃលោកមកធ្វើអីអាប្រុសមិនពិតដោយសារតែលោកយីហ្វីពេលនេះកំពុងត្រូវគេរិះគន់លើបណ្ដាញសង្គមថែមទាំងត្រូវគេជេរប្រមាថទៀតនាងពេលនេះសំបីតែការងារក៏មិនហ៊ានទៅធ្វើដែរថែមទាំងត្រូវឲ្យខ្ញុំកំដរនាងទៀតអ្នកដែលនិយាយនេះគឺមិត្តភក្តិជិតស្និទ្ធរបស់លីវយីហ្វីឈ្មោះឈិនជឺពីថ្ងៃនេះគឺនាងជាអ្នកនៅកំដរលីវយីហ្វីរហូតមានន័យថាម៉េចមានរឿងអីកើតឡើងប្រុសដែលវាយគូដណ្ដឹងនៅលើអ៊ីនធឺណិតនោះតួឯកប្រុសដែលតាក់ទងលួចលាក់ជាមួយសង្សារប្អូនថ្លៃមិនមែនជាលោកទេពេលនេះមនុស្សពេញមួយទីក្រុងហាងជើសុទ្ធតែស្គាល់ឈ្មោះលោកអស់ហើយតែលោកវាសង្សារជារឿងរបស់លោកបង្ហោះរូបលោកតែម្នាក់ឯងទៅបានហើយចាំបាច់អីទាញលីវយីហ្វីចូលរួមដែរធ្វើឲ្យនាងពេលនេះសំបីតែទ្វារផ្ទះក៏មិនហ៊ានចេញផងព្រោះខ្លាចគេគប់សុបដាក់ស្អីគេសុទ្ធតែមកពីខ្ញុំប៉ះពាល់ដល់អាសយដ្ឋានរបស់លីវយីហ្វីក៏ត្រូវគេទម្លាយដែរថែមទាំងទទួលរងការគំរាមកំហែងទៀតវ៉ាងឈីងវ៉ាងហៃពួកឯងចាំមើលចុះសុំទោសណាអូនយីហ្វៃមកពីបងទើបធ្វើឲ្យអូនមិនហ៊ានចេញក្រៅបែបនេះគិតអញ្ចេះទៅចុះពួកអូនស្នាក់នៅទីនេះពេលនេះក៏មិនមានសុវត្ថិភាពដែរសម្រាប់នៅផ្ទះបងមួយរយៈសិនទៅអូទៅផ្ទះលោកតែផ្ទះលោកមិនមែនជួលនៅជាមួយបងឈីងទេមិនមែនទេផ្ទះជួលនោះគឺជាផ្ទះដែលបងទិញទុកចិត្តចុះផ្ទះនោះធំណាស់ល្មមឲ្យពួកអូនស្នាក់នៅហើយអញ្ចឹងតោះទៅខ្ញុំមិនចង់បន្តស្នាក់នៅទីនេះទៀតទេលីវយីហ្វីឃើញមិត្តភក្តិក៏យកព្រំដែរក៏ងក់ក្បាលអញ្ចឹងក៏បានទុកចិត្តចុះខ្ញុំជាមនុស្សត្រឹមត្រូវសិលធម៌ល្អធានាបាន
ពួកយើងនៅជាមួយគ្នាគ្មានបញ្ហាអីទេឃើញម៉ាស៊ីវជាងញឹមបិទមាត់មិនចិត្តមិត្តភក្តិឈិនជឺក៏សួរទាំងសង្ស័យថាម៉េចក៏ខ្ញុំស្រាប់តែមានអារម្មណ៍ថាលោកដូចជាអ្នកបោកប្រាស់ធំអញ្ចឹងបើលោកហ៊ានធ្វើអីផ្ដេសផ្ដាសខ្ញុំនឹងកាត់របស់សំខាន់លោកចោលមិនខានមិនមានទេបងឈៀងមិនមែនជាមនុស្សបែបនោះទេនៅលើឡានលីវីហ្វីស្រាប់តែនឹកឃើញក៏សួរថាបងផ្ទះបងមិនមែននៅទំនេរមិនទាន់រៀបចំអីទេស្អីគេផ្ទះទំនេរមិនទាន់រៀបចំលោកឯងមិនមែនឲ្យពួកយើងទៅនៅផ្ទះទំនេរមិនទាន់រៀបចំទេដឹងគិតស្អីនឹងផ្ទះទំនេរមិនទាន់រៀបចំមិននឹងអាចនៅមនុស្សកើតឬមួយលោកមានផ្ទះពីរល្វែងគ្មានទេយីអើខ្ញុំថាហើយថាលោកមិនគួរឲ្យទុកចិត្តទេយីហ្វៃកុំទៅតាមគេអីមនុស្សប្រុសបែបនេះពឹងពាក់មិនបានទេតាមគេច្បាស់ជាគ្មានថ្ងៃបានស្រណុកទេកុំនិយាយផ្ដេសផ្ដាសលីវីហ្វីមុខឡើងក្រហមម៉ាស៊ីវជាងសើចនិយាយថាដូច្នេះពេលនេះពួកយើងមិនមែនកំពុងទៅទិញផ្ទះទេអីគេទិញផ្ទះពេលនេះទៅទិញផ្ទះឈិនជឺនិងលីវីហ្វីសុទ្ធតែស្រឡាំងកាំងលោកប្រកាសទេថាទៅទិញផ្ទះមិនមែនទៅទិញក្រដាសអនាម័យទេមិនក៏និយាយបានស្រួលម្លេះមែនពួកយើងទៅទិញផ្ទះតម្លៃ50ទៅ60លានសិនទៅគ្រាន់នឹងស្នាក់នៅមួយគ្រាសិនស្អីគេទិញផ្ទះតម្លៃ50ទៅ60លានគ្រាន់នឹងស្នាក់នៅមួយគ្រាសិនកុំនិយាយលេងសើចពេកខ្ញុំមើលទៅសំបីតែផ្ទះទេលោកក៏មិនទាន់រៀបចំផងបែរជាហ៊ាននិយាយថាចង់ទិញផ្ទះទី2ទៀតពូកែអ៊ូតមែនអ្នកណាជឿលោកទៅជាមនុស្សល្ងងរងចាំ1ម៉ោងក្រោយមកនាងក៏ត្រូវផ្ទះកំភ្លៀងចំតែម្ដងចំណែកអែមខាងទៀតវាងឈីងក៏ទៅតែដឹងរឿងម៉ាស៊ីវឈៀងបែរជាខ្លាយជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទៅវិញយ៉ាងម៉េចហើយបងស្រីអំបញ្ញមិញថាកែបងខលមកតើបានប្រាប់ថាម៉ាស៊ីវឈៀងត្រូវគេបញ្ឈប់ហើយមែនទេអាមួយនេះគួរតែគ្មានផ្ទះសម្បែងនៅតើអាណាថាដេកតាមផ្លូវទៅផ្សំតើអាណាថាដេកតាមផ្លូវហ៎អាមួយនេះកំពុងតែសុខសប្បាយណាស់មិនត្រឹមតែមិនត្រូវគេបញ្ឈប់ទេថែមទាំងខ្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនឈីងស៊ីទៀតអាមួយនេះហ៊ានបោកប្រាស់បងកំពុងនិយាយពីអីម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនឈីងស៊ីមិនមែនជាក្រុមហ៊ុនដែលវាធ្វើការទេមិនក៏វាខ្លាយជាម្ចាស់ភាគហ៊ុនធំទៅវិញពួកយើងត្រូវគេបោកប្រាស់អស់ហើយអាមួយនេះជាអ្នកមានសោះមិនមែនជាអ្នកក្រតតែសោះជីម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនឈីងស៊ីបើមានលុយយ៉ាងនេះហើយសូម្បីតែផ្ទះតម្លៃត្រឹម3ទៅ4លានសោះក៏មិនព្រមដាក់ឈ្មោះខ្ញុំដែរសំណាងហើយដែលបងមិនរៀបការជាមួយមនុស្សថោកទាបបែបនេះគួរឲ្យស្អប់ណាស់អូយគួរឲ្យស្ដាយណាស់គួរឲ្យស្ដាយណាស់បើរៀបការមែនតើអាចចែកទ្រព្យសម្បត្តិបានប៉ុន្មានទៅក្រុមហ៊ុនឈីងស៊ីឮថាមានតម្លៃទីផ្សាររាប់ពាន់លានណាម្ចាស់ពាក្យហ៊ុនធំបំផុតយ៉ាងហោចណាស់បើគ្មានរាប់រយលានទេក៏មានទ្រព្យសម្បត្តិរាប់សិបលានដែរនេះបើរៀបការហើយទោះជាលេងលេះក៏អាចចែកបានលុយច្រើនដែរពេលនេះចប់ហើយមិនទាន់រៀបការផងក៏បែកគ្នាហើយសំបីតែរោមមួយសរសៃក៏មិនបានផងពិតជាមិនចំណេញសោះអាចឈួតអាថោកទៀបហ៊ានលេងសើចនឹងខ្ញុំនឹងមិនលើកលែងឲ្យវាទេអូនយីហ្វៃតើអូនចូលចិត្តផ្ទះម៉ូដបែបណាបងទិញផ្ទះខ្លួនឯងបងរើខ្លួនឯងទៅអូនជួយមើលម៉ូដផ្ទះឲ្យបងបន្តិចមកបងជាមនុស្សប្រុសមិនសូវយល់ពីរឿងទាំងនេះទេមែនហើយយីហ្វៃម៉ាស៊ីលឈៀងជាមនុស្សប្រុសតើគេយល់ពីរឿងទាំងនេះយ៉ាងម៉េចទៅមានតែមនុស្សស្រីយើងទេដែលចេះយកចិត្តទុកដាក់ម៉ូដផ្ទះយ៉ាងម៉េចពាក់ព័ន្ធនឹងការរៀបចំគ្រឿងសង្ហារឹមនៅថ្ងៃក្រោយថែមទាំងហុងស៊ុយក្នុងផ្ទះទៀតសុទ្ធតែជាចំណេះដឹងត្រូវតែរើសឲ្យបានល្អអញ្ចឹងក៏បានអ្នកនាងមើលម៉ូដមួយនេះយ៉ាងម៉េចដែរបែរមុខទៅត្បូងទំហំ370ម៉ែត្រការ៉េបន្ទប់គេងធំ3បន្ទប់គេងតូច2បន្ទប់អ្នកបម្រើ2បន្ទប់ដាក់អីវ៉ាន់1ថែមទាំងថែមកន្លែងចតឡាន2ទៀតចុងក្រោយជ្រើសរើសបានផ្ទះម៉ូដទំហំ400ម៉ែត្រការ៉េមួយអ្នកនាងប្តីអ្នកនាងពិតជាល្អចំពោះអ្នកនាងណាស់ផ្ទះតម្លៃជាង40លាននិយាយថាមកទិញគឺទិញតែម្ដងលយមែនលីវីហ្វីមុខក្រហមក្រវីក្បាលអត់ទេពួកយើងមិនមែនជាប្តីប្រពន្ធទេអូយបកស្រាយធ្វើអីមនុស្សយើងត្រឹមត្រូវមិនខ្លាចស្រមោលវិទេនិយាយអញ្ចឹងបងម៉ានេះជាវិឡាតម្លៃជាង40លានណាលោកពិតជាមានលុយមែនឬប្រកាសហើយគ្មានលុយទិញផ្ទះធ្វើអីថែមទាំងខ្ញុំត្រូវបង់ផ្ដាច់ទៀតផងតែអ្វីដែលពួកគេមិនដឹងនោះគឺនៅពាក់កណ្ដាលផ្លូវប្រព័ន្ធបានផ្ដល់ជំរឿសឲ្យម៉ាស៊ីវជាងរួចហើយម៉ាស៊ីវជាងបានសម្រេចចិត្តជ្រើសរើសយកបានបញ្ចុះតម្លៃទិញផ្ទះបញ្ចុះតម្លៃ0ឲ្យចុច0ឲ្យ3មែនឬលោកអញ្ចឹងសូមអញ្ជើញមកជាមួយខ្ញុំដើម្បីរៀបចំបែបបទបន្ទាប់មកអ្នកទាំងពីរក៏ទៅរៀបចំបែបបទមិត្តភក្តិឃើញម៉ាស៊ីវជាងដើរចេញទៅក៏និយាយទៅកាន់យីហ្វេថាឯងគិតថាគេពិតជាមានលុយច្រើនបែបនេះមែនទេបន្តិចទៀតក្រែងលោកពួកយើងត្រូវគេវាយដេញចេញទៅរឿងនេះខ្ញុំក៏មិនសូវច្បាស់ដែរខ្ញុំមើលទៅគេគឺជាកូនអ្នកមានម្នាក់ហើយឯងត្រូវតែចាប់ឲ្យជាប់ណាកុំនិយាយផ្ដេសផ្ដាសពួកយើងគ្រាន់តែជាមិត្តធម្មតាទេគ្មានទំនាក់ទំនងអីផ្សេងទេអូយខ្ញុំដឹងហើយ
ទើបខ្ញុំប្រាប់ឲ្យឯងប្រញាប់ចាប់គេឲ្យជាប់នោះអីបុរសល្អដែលចេះយកចិត្តទុកដាក់ហើយមានលុយបែបនេះថែមទាំងរូបរាងសង្ហាទៀតមិនល្អជាងអាវ៉ាងហៃដែលខ្ជិលច្រអូសនោះ800ដងទេខ្ញុំមានអារម្មណ៍ថាអាសយាដ្ឋាននិងលេខទូរស័ព្ទរបស់ឯងត្រូវគេទម្លាយនេះគឺមកពីអាវ៉ាងហៃនេះហើយអាថោកទាបនេះជាអ្នកធ្វើទេមើលទៅបានហើយកុំលើកឈ្មោះវ៉ាងហៃមកនិយាយទៀតខ្ញុំមិនចង់លើឈ្មោះគេទៀតទេបានខ្ញុំមិននិយាយក៏បានប៉ុន្តែបើឯងមិនតាមញ៉ែម៉ាស៊ីឈីងទេខ្ញុំសុំតាមញ៉ែគេបានទេនេះដូចជាមិនសូវសមទេដឹងមានអីមិនសមឯងមិនចង់តាមញ៉ែគេអញ្ចឹងទុកឲ្យខ្ញុំតាមញ៉ែគេទៅទិញផ្ទះហើយយោងតាមច្បាប់របស់ទីក្រុងហាងជើគឺទទួលបានសៀវភៅស្នាក់នៅហើយឯងក៏ដឹងដែរថាខ្ញុំតែងតែចង់បានសៀវភៅស្នាក់នៅទីក្រុងហាងជើបើអាចតាមញ៉ែគេបានមែននោះគឺទទួលបានផលប្រយោជន៍ពេញមួយជីវិតហើយ លីវយីហ្វីស្រាប់តែមានអារម្មណ៍ភ័យព្រួយក្នុងចិត្តចង់មិននិយាយអ្វីក្នុងចិត្តមានអារម្មណ៍ច្របូកច្របល់មិនយូរប៉ុន្មានម៉ាស៊ីវឈៀងបងប្រាក់រួចក៏ចេញមកញឹមដាក់អ្នកទាំងពីរនិយាយថារួចរាល់ហើយពួកយើងអាចទៅផ្ទះថ្មីបានហើយបន្តិចទៀតអ្នកគ្រប់គ្រងអចលនទ្រព្យនឹងនាំពួកយើងទៅមើលផ្ទះថ្មីមិនយូរប៉ុន្មានអ្នកទាំង3ក៏ដើរតាមអ្នកគ្រប់គ្រងអចលនទ្រព្យទៅដល់ផ្ទះថ្មីគ្រាន់តែចូលដល់បន្ទប់ទទួលភ្ញៀវឈិនជាក៏ស្រឡាងកាំងគ្រឿងសង្ហារឹមម៉ូដចិនបុរាណមើលទៅស្អាតប្រណិតណាស់អំពូលភ្លើងធំនិងក្រដាសបិទជញ្ជាំងសុទ្ធតែមានខ្សែមាសពិតជាស្រស់ស្អាតនិងអស្ចារ្យណាស់យ៉ាងម៉េចដែរយីហ្វៃចូលចិត្តទេចាស់ចូលចិត្តបរិយាកាសនៅទីនេះពិតជាល្អណាស់ទេសភាពក៏ស្អាតមិនប្លែកទេដែលថ្លៃបែបនេះមែនហើយពិតជាសមនឹងតម្លៃមែនបងតើបងពិតជាទិញបងផ្ដាច់មែនឬអ្នកគ្រប់គ្រងអចលនទ្រព្យនៅទីនេះអូនគិតថាម៉េចអ្នកគ្រប់គ្រងអចលនទ្រព្យញឹមដោយក្តីគោរពបំផុតគឺទិញបងផ្ដាច់លោកមកពិតជាអ្នកមានមែនពេលនេះសេដ្ឋកិច្ចកំពុងធ្លាក់ចុះកម្រមានអ្នកដូចលោកមកណាស់មិននិយាយច្រើនក៏ទិញវីឡាតែម្ដងម៉ាស៊ីវឈៀងស្ដាប់ទៅស្ដាប់មកមានអារម្មណ៍ថាដូចជាកំពុងជេរខ្លួនឯងថាមនុស្សល្ងងមានលុយច្រើនបន្ទាប់ពីបញ្ចោលបន្តិចរួចអ្នកគ្រប់គ្រងអចលនទ្រព្យក៏សុំខ្លួនចាក់ចេញទៅពេលនេះម៉ាស៊ីវឈៀងក៏បើកមាត់និយាយថាពួកអូនក៏ហត់ហើយដែរទៅងូតទឹកសិនទៅនៅទីនេះមានសាប៊ូងូតទឹកសាប៊ូដុំកន្សែងនិងសម្ភារៈប្រើប្រាស់ផ្សេងរួចរាល់ហើយបានប៉ុន្តែពួកយើងគ្មានខោអាវផ្លាស់ទេលីវយីហ្វីអ៊ីនខ្មាស់ស្មុកក្បាលយកព្រមអ្នកទាំងពីរមកប្រញាប់ពេកមិនបានគិតដល់រឿងយកខោអាវមកតាមទេបើដឹងមុនយកខោអាវនិងខោក្នុងមកតាមឲ្យហើយលោកជូនពួកយើងត្រឡប់ទៅយកខោអាវខ្លះមកបានទេកុំអីនៅកន្លែងពួកអូនមិនមានសុវត្ថិភាពទេពេលនេះកុំទាន់ត្រឡប់ទៅវិញអីអំបញ្ញមិញគេបានឆែកមើលព័ត៌មានល្បីលើអ៊ីនធឺណិតសុទ្ធតែជារឿងរបស់គេអ្នកលេងអ៊ីនធឺណិតម្នាក់សុទ្ធតែស្រែកជេរប្រមាថចំពោះលីវយីហ្វៃដែលគេចាត់ទុកជាជនទី3នោះក៏ត្រូវគេជេរប្រតិចដែរពេលនេះកន្លែងស្នាក់នៅរបស់អ្នកទាំងពីរប្រកាសជាត្រូវគេតាមដានហើយបើត្រឡប់ទៅវិញច្បាស់ជាគ្រោះថ្នាក់ណាស់ប៉ុន្តែអ្នកទាំងពីរគ្មានខោអាវផ្លាស់ក៏មិនមែនជាវិធីល្អដែរបើឲ្យពួកគេជ្រើសរើសទិញតាមអ៊ីនធឺណិតក៏ដូចជាមិនសូវសមរម្យដែរយ៉ាងណាមិញសម្ភារៈប្រើប្រាស់របស់មនុស្សស្រីដូចជាត្រូវទិញច្រើនឲ្យពួកគេទិញខ្លួនឯងទៅប៉ុន្តែពួកគេប្រហែលជាគ្មានលុយទេបើខ្លួនឯងផ្ទេរលុយអាំងប៉ាវធំមួយឲ្យពួកគេតែម្ដងដូចជាមិនសូវសមរម្យដែរគិតយ៉ាងម៉េចទៅទីម្ចាស់តួអង្គកំពុងតែស្ទាក់ស្ទើរម្ដងទៀតហើយយកល្អគួរតែបន្ធូរបន្ថយអារម្មណ៍ដានតឹងចោលទៅសម្រាប់បន្តិចសិនទៅជំរើសទី1នៅផ្ទះទិញខោអាវតាមអ៊ីនធឺណិតរង្វាន់មូលនិធិទិញទំនិញ 100000 ជំរើសទី2សួរយោបល់ពីក្មេងស្រីគោរពការសម្រេចចិត្តរបស់ក្មេងស្រីរង្វាន់ឡានស្ពណ៌1គ្រឿងជំរើសទី3មិនខ្លាចពាក្យចាមអារាមទៅដើរលេងខាងក្រៅរង្វាន់ការចំណាយទាំងអស់ប្រព័ន្ធជាអ្នកចេញហេពេលជួបសំណួរជំរើសមិនបាច់ភ័យទេជ្រើសរើសយកទី3តែម្ដងច្បាស់ជាមិនខុសទេខ្ញុំមើលទៅពួកយើងទៅដើរលេងតាមផ្លូវទៅទិញខោអាវខ្លះឲ្យពួកអូនហើយក៏ត្រូវទិញកម្រាលពូកភួយផងដែរមិនបាច់ទេបងពួកយើងទិញតាមអ៊ីនធឺណិតទៅបានហើយមិននឹងបានទៅទិញខោអាវតាមអ៊ីនធឺណិតមិនត្រូវຂ្នាតក៏ត្រូវដូរវិញហើយក៏មើលមិនឃើញថាស្លៀកទៅសម្រួលអត់ដែរថ្ងៃនេះបងជាអ្នកចេញលុយពួកអូនចង់ទិញអីក៏ទិញទៅការចំណាយទាំងអស់បងជាអ្នកចេញចាត់ទុកថាជាការសុំទោសចំពោះពួកអូនទៅចោះអូសុំទោសពួកយើងសុទ្ធតែមកពីបងទើបអូនត្រូវរងការឈឺចាប់ពីពាក្យចាមអារាមហើយត្រូវអ្នកលេងអ៊ីនធឺណិតតាមរំខានទៀតបងគួរតែសុំទោសហើយប៉ុន្តែអូនកុំភ័យផុតថ្ងៃនេះទៅវាងឈីងវាងហៃពួកគេច្បាស់ជាមិនបានសុខទេមិនពាក់ព័ន្ធនឹងបងទេគឺមកពីវាងហៃមានចិត្តចង្អៀតចង្អល់ទម្លាយអាសយដ្ឋានរបស់ខ្ញុំទេតាបងមិនបាច់សុំទោសពួកយើងទេឈិនជឿឮថាថ្ងៃនេះម៉ាស៊ីវឈៀងជាអ្នកចេញលុយភ្នែកឡើងមានពន្លឺនាងមិនមែនជាមនុស្សចូលចិត្តយកចំណេញពីគេទេតែមានឱកាសហើយមិនយកគឺជាមនុស្សល្ងងម្យ៉ាងវិញទៀតរឿងរបស់ពួកគេទាំងពីរពេលនេះធ្វើឲ្យនាងមានផ្ទះតែមិនអាចត្រឡប់ទៅបានឱកាសយកចំណេញនេះនាងច្បាស់ជាមិនលែងទេតោះថ្ងៃនេះធុញថប់ពេញមួយថ្ងៃហើយ
ពួកយើងទៅដល់លេងផ្សារទំនើបទិញអីវ៉ាន់ឲ្យសប្បាយចិត្តបន្តិច ចិនជាធ្វើពុតជារុញបន្តិចអូបន្តិចរុញលីវយីហ្វីចូលក្នុងឡានស្រាប់តែជើងតាក់នឹងវត្ថុរឹងអ្វីម្យ៉ាង ក៏ស្រែកធ្ងោមួយម៉ាត់អូយស្អីគេនឹង វាគឺជាប្រអប់ឈើមួយដាក់នៅក្បែរកៅអីអង្គុយចិនជាលើកឡើងហើយសួរថា ធ្ងន់ណាស់បងនេះជាស្អីគេ ម៉ាស៊ីវជាងមិនទាន់បានឆ្លើយផងចិនជាក៏ដៃរហ័សបើកប្រអប់នោះបាត់ទៅហើយស្រាប់តែពេជ្រមួយប្រអប់ចាំងពន្លឺភ្លេច ចាំងចំភ្នែកអ្នកទាំងពីរវ៉ាវពេជ្រច្រើនម្លេះបងឯងមិនមែនប្លន់ហាងលក់គ្រឿងអលង្ការទេដឹង អូពួកអូនរើសយកប៉ុន្មានគ្រាប់ទៅធ្វើចិញ្ចៀនឬក្រវិលទៅម៉ាស៊ីវជាងក៏មិនសូវខ្វល់ដែរបន្តបើកឡានចេញទៅ មែនឬអត់អាចយកតាមចិត្តមែនទេ ចិនជារំភើបឡើងបើកភ្នែកធំយកតែ2 3គ្រាប់ក៏បានរាប់ម៉ឺនដែរ នេះច្រើនជាងប្រាក់ខែខ្ញុំ3ខែទៅទៀត នាងងើបមុខឡើងនិយាយថាបងប្រុស ចុះបើខ្ញុំធ្វើជាសង្សារបងវិញយ៉ាងម៉េចដែរ ពេលនេះម៉ាស៊ីវជាងឮចិនជូនិយាយបែបនេះក៏ជន់ហ្វ្រាំងងក់គេញាកទៅមើលចិនជូដែលកំពុងមានខ្សែភ្នែកចង់បានហើយក៏សង្កេតឃើញលីវយីហ្វេដែលមានខ្សែភ្នែកភ័យស្លន់ស្លោក៏ស្ទាក់ស្ទើរអស់3វិនាទី ប្រព័ន្ធក៏លេចចេញមកម្ដងទៀតទីងប្រឈមមុខនឹងការសារភាពស្នេហ៍របស់ចិនជឺតើម្ចាស់តួអង្គនឹងជ្រើសរើសយ៉ាងណាជំរើសទី1បដិសេធការសារភាពស្នេហ៍បន្តផ្ដោតអារម្មណ៍តាមញ៉ែលីវយីហ្វីតែម្នាក់រង្វាន់50លានជំរើសទី2ទទួលយកការសារភាពស្នេហ៍បោះបង់ការតាមញ៉ែលីវយីហ្វីរង្វាន់200លានជំរើសទី3រក្សាភាពស្ងៀមស្ងាត់ជាន់ទូក2តាមញ៉ែក្មេងស្រីទាំងពីរក្នុងពេលតែមួយរង្វាន់900លាន ធ្វើយ៉ាងម៉េចទៅមិត្តភ័ក្តិដែលកំពុងមើលទាំងអស់គ្នាខ្ញុំត្រូវបានគេសារភាពស្នេហ៍ហើយ លើកនេះខ្ញុំគួរជ្រើសរើសមួយណាទៅកំពុងរងចាំចម្លើយប្រញាប់ណាស់ខ្ញុំគិតថាឲ្យតែជាមនុស្សប្រុស សុទ្ធតែជ្រើសរើសទី3ហើយមើលទៅ យ៉ាងណាក៏ដោយនោះគឺ900លានណា ដូច្នេះខ្ញុំជ្រើសរើសទី1 អបអរសាទរម្ចាស់តួអង្គទទួលបានរង្វាន់50លានរង្វាន់បន្ទាប់មកខ្ញុំក៏មើលទៅឈិនជឿហើយនិយាយថាអរគុណអូនប៉ុន្តែបងមានមនុស្សដែលបងចូលចិត្តរួចហើយដឹងហើយចុះបងចូលចិត្តនរណាគេ ចិនជឿឃើញម៉ាស៊ីវជាងស្ទាក់ស្ទើរប៉ុន្មានវិនាទីក្នុងចិត្តក៏មានសង្ឃឹមបន្តិចដែរតែពេលនេះត្រូវគេបដិសេធចំក៏មានអារម្មណ៍អៀនខ្មាស់បន្តិចដែរនាងគិតក្នុងចិត្តថាលុះត្រាតែគេហាមាត់និយាយថាចូលចិត្តលីវយីហ្វេបើមិនអញ្ចឹងទេខ្លួនក៏មិនងាយបោះបង់ដែរចំណែកលីវយីហ្វេដែលនៅក្បែរនោះក៏លេបទឹកមាត់ដោយមិនដឹងខ្លួនអោនក្បាលដោយភាពភ័យខ្លាចមិនហ៊ានមើលអ្នកទាំងពីរលីវយីហ្វេញើបក្បាលឡើងភ្លាមពេលដងលោតញាប់សម្លឹងមើលខ្ញុំទាំងមិនជឿថាខ្ញុំហៅឈ្មោះនាងប្រញាប់ក្រវីក្បាលនេះគឺ ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យស្រួលបួល បន្ទាប់មកខ្ញុំក៏ងាកមកបន្តបើកឡានភ្លាមលីវយីហ្វេស្រាប់តែមានអារម្មណ៍ដូចធ្លាក់ពីលើមេឃមកដីទេស្អាត គិតរអ៊ូក្នុងចិត្តថានេះមានន័យថាម៉េចហើយឈ្មោះខ្ញុំគឺគ្រាន់តែឲ្យពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទេចុះហេតុអីត្រូវឈប់មួយសន្ទុះពិតជាធ្វើឲ្យគេយល់ច្រឡំមែនយីហ្វេមនុស្សប្រុសម្នាក់នេះល្បិចច្រើនណាស់ឯងត្រូវតែប្រយ័ត្នណាស្អីគេឯងកំពុងនិយាយផ្ដេសផ្ដាសអីហ្នឹង លីវយីហ្វីមុខឡើងក្រហមធ្វើពុតជាស្ដាប់មិនបានប៉ុន្តែមិនដឹងមូលហេតុអីបែរជាមានអារម្មណ៍ថាខ្លួនខុស ឈិនជឿប្រញាប់សុំទោសណាឈិនជឿដកដង្ហើមធំហេះខ្ញុំដឹងច្បាស់ពីមុខមាត់និងចរិតរបស់ខ្ញុំហើយមិនសង្ឃឹមមានអ្នកចូលចិត្តទេបងមកចូលចិត្តមនុស្សស្រីស្រគត់ស្រគំស្រីស្អាតមានអត្តចរិតពិសេសមើលទៅចំណែកខ្ញុំប្រភេទក្មេងស្រីឡយសង្ហាកាច់ប្រហែលជាមើលមិនចូលភ្នែកទេដូច្នេះមិនមែនមកពីខ្ញុំមិនល្អទេគឺមកពីយើងមិនត្រូវគ្នាកញ្ញាឈិនជឿកុំអស់សង្ឃឹមអី អូនច្បាស់ជារកបានមនុស្សដែលស័ក្តិសមនឹងអូនមិនខាន ខ្ញុំដូចជាខ្លាញ់ញីអញ្ចឹងមានអ្នកណាចង់បានខ្ញុំទៅគួរឲ្យស្ដាយដែលបងមកមិនចូលចិត្តត្រូវគេធ្វើបាបបើមិនអញ្ចឹងតិចរឹកឆាវរបស់ខ្ញុំនេះចូលចិត្តប្រោហិង្សាបែបនេះច្បាស់ជាអាចបង្កាប់បងបានយ៉ាងងាយមិនខាន ខ្ញុំធ្វើពុតជាស្ដាប់មិនបានក៏ក្អក2ដងមិនយូរប៉ុន្មានពួកយើងក៏មកដល់ទីលានយីដាខ្ញុំស្រាប់តែមានគំនិតមិនចាស់ទុំមួយក៏សួរទៅប្រព័ន្ធថាប្រព័ន្ធ អ្នកធ្លាប់និយាយថាការចំណាយទាំងអស់ថ្ងៃនេះអ្នកជាអ្នកចេញចុះបើខ្ញុំទិញទីលានយីដាទាំងមូលថ្ងៃនេះមែនទេអ្នកក៏នឹងទូទាត់ឲ្យទាំងអស់ដែរមែនទេបាទសូមម្ចាស់តួអង្គទុកចិត្តប្រព័ន្ធនិយាយមួយម៉ាត់គឺម៉ាត់ហាឮថាចំណូលប្រចាំឆ្នាំរបស់ទីលានយីដា ថ្លៃឈ្នួលជួលដល់ទៅជាង200លានឯណោះមិនបាច់និយាយពីប្រាក់ចំណូលសរុបទេថាមានប៉ុន្មាន ប៉ុន្តែខ្ញុំត្រូវទិញយ៉ាងម៉េចទៅខ្ញុំក៏មិនស្គាល់អ្នកពាក់ព័ន្ធដែរ អូមែនហើយខ្ញុំអាចតាក់ទងថៅកែធំនៅពីក្រោយក្រុមហ៊ុនឈីងស៊ីលីតាវយូគាត់គឺជាបុគ្គលដែលមានឥទ្ធិពលក្នុងវិស័យជំនួញយូរឆ្នាំមកហើយ គួរតែអាចតាក់ទងថៅកែនៅពីក្រោយទីលានយីដាបាន ឲ្យគាត់ជួយធ្វើជាអ្នកសម្របសម្រួលទិញទីលានយីដាគិតហើយក៏ធ្វើភ្លាមខ្ញុំខលទៅលីតាវយូផ្ទាល់តែម្ដងលោកលីខ្ញុំគឺម៉ាស៊ីវជាង ខ្ញុំចង់សួរលោកបន្តិច លោកអាចតាក់ទងថៅកែក្រុមហ៊ុនយីដាបានទេអាចតាក់ទងបានតា
ចុះលោកចង់ធ្វើអីដែរ ខ្ញុំចង់ទិញទីលានយីដានៅតំបន់សាំងឆឹង អាហារទិញទីលានយីដា បាទតើលោកអាចជួយតាក់ទងថៅកែវាងរបស់យីដាឲ្យខ្ញុំបន្តិចបានទេ ហើយខ្ញុំត្រូវតែទិញក្នុងថ្ងៃនេះ ស្អែកខ្ញុំលែងទិញហើយ ដូច្នេះបើសិនជាអាចសង្ឃឹមថាលោកលីជួយក្នុងរឿងនេះផងប្រញាប់យ៉ាងនេះឬលោកស្មានថាទិញទីលានយីដាដូចទិញស្បៃមែនទេបានខ្ញុំនឹងជួយតាក់ទងឲ្យប៉ុន្តែឮថាទីលានយីដានៅតំបន់សាំងឆឹងមានប្រាក់ចំណូលមិនអាក្រក់ទេខ្លាចតែថៅកែវាងមិនលក់ទេប៉ុន្តែពេលនេះសេដ្ឋកិច្ចទូទាំងប្រទេសមិនសូវល្អទេជាពិសេសវិស័យអចលនទ្រព្យក៏បានដួលរំហើយថ្មីនេះឮថាផ្ទៃក្នុងក្រុមហ៊ុនក៏ខ្វះលុយដែរទីលានយីដាកំពុងតែត្រូវមូលធនផ្សេងទៀតចរចាទិញយកយ៉ាងច្រើនកំពុងតែដំណើរការចរចាហើយដូច្នេះបើសិនជាលោកមានដើមទុនគ្រប់គ្រាន់ចង់ទិញទីលានយីដានៅតំបន់សាំងឆឹងក៏មិនមែនជាមិនអាចទៅរួចដែរ លោកលីទុកចិត្តចុះ លុយខ្ញុំមានច្រើនណាស់ ចំណែករឿងតម្លៃអាចចរចាគ្នាបានខ្ញុំច្បាស់ជាមិនអោយថៅកែក្រុមហ៊ុនយីដាខាតបង់ទេប៉ុន្តែយប់នេះត្រូវតែស៊ីញេកិច្ចសន្យា បានបើលោកប្រញាប់អញ្ចឹងខ្ញុំនឹងជួយតាក់ទងមើលចុះបន្ទាប់ពីដាក់ទូរស័ព្ទចុះខ្ញុំក៏បន្តដើរលេងផ្សារទំនើបជាមួយ Liv Yifi និងអ្នកផ្សេងទៀតមួយសន្ទុះក្រោយមកមានលេខទូរស័ព្ទមិនស្គាល់ខចូលអាឡូ សួស្ដីខ្ញុំជាលេខារបស់ក្រុមហ៊ុនយីដាសុនឈៀនសូមសួរថាតើលោកមកមែនទេ បាទគឺខ្ញុំ ពួកយើងឮថាលោកចង់ទិញទីលានយីដានៅតំបន់សាំងឆឹងសូមសួរថាជារឿងពិតមែនទេជារឿងពិតពួកលោកកំណត់តម្លៃមកយកល្អស៊ីញេកិច្ចសន្យាយប់នេះបើមិនអញ្ចឹងទេថ្ងៃស្អែកខ្ញុំលែងទិញហើយប្រញាប់យ៉ាងនេះឬអំបញ្ញមិញថៅកែពួកយើងមានប្រសាសន៍ថាពេលនេះទីលានយីដានៅតំបន់សាំងឆឹងបច្ចុប្បន្នមានតម្លៃទីផ្សារ 3,500 លានចំណូលថ្លៃឈ្នួលប្រចាំឆ្នាំ200លានជាងស្ថិតក្នុងស្ថានភាពចំណេញបើសិនជាលោកមកចង់ទិញតម្លៃកាត់ផ្ដាច់គឺ 5,000 លានហើយត្រូវតែបង់លុយផ្ដាច់តែម្ដងមិនអាចបង់រំលោះទេ តាមពិតលេខាសុនក៏មិនបានគិតថាអាចជោគជ័យក្នុងការលក់នេះទេនាងស្មានថាខាងទៀតនឹងនៅស្ងៀមឬក៏មិនសប្បាយចិត្តអ្នកណាទៅដឹងថាអ្នកខាងទូរស័ព្ទនោះយល់ព្រមភ្លាមគ្មានបញ្ហាទេ លោកប្រកាសមែនទេ 5,000 លានក៏ 5,000 លានទៅយប់នេះខ្ញុំនឹងបង់ផ្ដាច់តែម្ដងប៉ុន្តែ ក្រុមហ៊ុនពួកលោកត្រូវតែបញ្ជូនមនុស្សមកឥឡូវនេះមកទីលានយីដាតំបន់សាំងឆឹង មករកខ្ញុំស៊ីញេកិច្ចសន្យាផុតថ្ងៃនេះស្អែកខ្ញុំលែងទិញហើយ បានខ្ញុំនឹងទៅប្រាប់ថៅកែឥឡូវនេះបញ្ជូនមនុស្សទៅរកលោកថៅកែម្នាក់នោះយល់ព្រមទិញទីលានយីដាក្នុងតម្លៃ 5,000 លានហើយ ស្អីគេយល់ព្រមហើយមិនអាចទេដឹងមិនអាចមានអ្នកល្ងងសុកចិត្តចំណាយ 5,000 លានមែនទេប្រហែលជាការរៀបចំអន្ទាក់ទេដឹង រឿងនេះខ្ញុំក៏មិនច្បាស់ដែរប៉ុន្តែគាត់បានបញ្ជាក់ថាត្រូវតែបញ្ចប់ការទិញលក់ក្នុងថ្ងៃនេះផុតថ្ងៃស្អែកគាត់លែងទិញហើយថៅកែគិតយ៉ាងម៉េចដែរតើយើងលក់ឬមិនលក់ លោកប្រកាសជាត្រូវតែលក់ហើយក្រុមហ៊ុនពេលនេះខ្វះលុយច្រើនណាស់លុយទាំងនេះយ៉ាងហោចណាស់ក៏អាចជួយសម្រួលបានខ្លះដែរឲ្យតែអាចឆ្លងកាត់មួយរយៈនេះបានខ្ញុំជឿជាក់ថាក្រុមហ៊ុនយីដានឹងមិនត្រូវគេផ្ទួលបានទេឆាប់ឲ្យមេធាវីប្រញាប់រៀបចំកិច្ចសន្យាមួយទៅហើយឲ្យគេយកកិច្ចសន្យាទៅតំបន់សាំងឆឹងរកគេទៅក្នុងភោជនីយដ្ឋានបន្ទាប់ពីញ៉ាំបាយរួច Liv Yifi បានមើលនាឡិកាគូស្នេហ៍ដែលម៉ាស៊ីវជាងទើបនឹងទិញ ហើយនិយាយថាបងអីវ៉ាន់ក៏ទិញចិត្តអស់ហើយម៉ោងក៏មិនប្រលឹមដែរពួកយើងត្រឡប់ទៅវិញទៅយីហ្វេខ្ញុំចង់សួរយូរហើយនាឡិកាមកអីគេអាចខលវីដេអូបានទៀតខ្ញុំក៏ចង់បានមួយដែរគឺបងឈៀងឲ្យខ្ញុំក៏មិនដឹងថាមកអីដែរលើលោកនេះមានតែមួយគូនេះទេឯងចង់បានខ្ញុំក៏មិនដឹងទៅទិញឯណាឯងដែរអូមានតែមួយគូនេះឬថែមទាំងជានាឡិកាគូស្នេហ៍ទៀតគួរឲ្យស្ដាយណាស់អញ្ចឹងក៏ត្រូវតែប្រាប់ខ្ញុំថាមកអីដែរខ្ញុំសន្សំលុយទិញខ្លួនឯងមួយបានទេបានតើនិយាយទៅឯងប្រហែលជាមិនជឿទេ នាឡិកានេះគឺ Mark van der Faili មែនឬអត់នាឡិកា Mark van der Faili គឺជានាឡិកាកម្រិតកំពូលរបស់ពិភពលោកជានាឡិកាធ្វើដោយដៃផលិតដោយដៃមិនដែលឮថាចូលក្នុងទីផ្សារនាឡិកាឆ្លាតវៃទេតើនាឡិកា van der Faili របស់ឯងអាចខលវីដេអូបានតើវាមិនហួសហេតុពេកទេក្រែងលោទិញប៉ះរបស់คล้ายទេដឹង នាឡិកាគូស្នេហ៍ van der Faili មួយគូនេះកាលពីមុនប្រព័ន្ធមានអារម្មណ៍ល្អក៏ឲ្យជារង្វាន់បន្ថែមដល់ Massive ជាងជាផលិតផលពិតប្រាកដមិនអាចប្រកែកបាន Liv Yifi ប្រកាសជាដឹងថា van der Faili គឺជាម៉ាកល្បីលំដាប់ពិភពលោកប៉ុន្តែមិនដែលឮថា van der Faili មាននាឡិកាឆ្លាតវៃទេដូច្នេះនាងក៏ស្មានថាជាម៉ាកដែលមិនសូវមានគេស្គាល់ដែរឬក៏ទិញប៉ះរបស់คล้ายនាងមិនចង់ឲ្យ Massive ជាងបាក់មុខទេក៏ប្រញាប់ជួយសម្រួលស្ថានភាពអូយ នាឡិកា van der Faili អីទៅគ្រាន់តែអាចមើលម៉ោងបានក៏បានហើយឯងខ្វល់ថាម៉ាកអីធ្វើអីពេលនេះមានអ្នកល្បីលើបណ្ដាញសង្គមម្នាក់នៅទៅចិត្តនោះមើលមិនចូលភ្នែក ស្រាប់តែសើចចំអកថាអ្នកនាងត្រូវគេបោកប្រាស់ផ្លូវចិត្តមែនទេ
វ៉ាន់ដាហ្វៃលីមាននាឡិកាឆ្លាតវៃដែរឬអ្នកនាងកំពុងតែលេងសើចរឿងអន្តរជាតិមែនទេរបស់គេធ្វើដោយដៃនាឡិកាមួយសុទ្ធតែមានតម្លៃថ្លៃកប់ពុកអ្វីដែលសំខាន់គឺពាក្យថាធ្វើដោយដៃនេះឯងនាឡិកាឆ្លាតវៃដែលផលិតរង្គាលទាំងនោះសូម្បីតែសិទ្ធិកាន់ស្បែកជើងឲ្យនាឡិកាកម្រិតខ្ពស់ដូចជាវ៉ាន់ដាហ្វៃលីក៏គ្មានផងសង្សារអ្នកនាងក៏ថោកទាបគ្រាន់បើដែរទិញនាឡិកាឆ្លាតវៃក៏ថានាឡិកាឆ្លាតវៃទៅនៅបង្ខំប្រាប់ថាជារបស់វ៉ាន់ដាហ្វៃលីទៀតគួរឲ្យអស់សំណើចមែនអូនសម្លាញ់គុំនិយាយបែបនេះអីគូស្នេហ៍គេមិនខ្វល់រឿងមានលុយឬអត់លុយទេគ្រាន់តែជូននាឡិកាគ្នាពាក់លេងប៉ុណ្ណោះបើប្រកាន់យកជាការពិតទៅគ្មានន័យទេប៉ុន្តែប្អូនប្រុសឯងក៏ហកក៏រកលេសឲ្យសំហេតុផលបន្តិចទៅហ៊ាននិយាយថានាឡិកាដែលសង្សារឯងពាក់គឺជាម៉ាកវ៉ាន់ដាហ្វៃលីទៀតឯងមិនខ្លាចគេសើចចំអកសង្សារឯងថាល្ងងទេមិនខ្វល់ថានាឡិកាអីទេឲ្យតែជារបស់ដែលគេឲ្យខ្ញុំសប្បាយចិត្តហើយហឹះក្មេងស្រីងាយបោកមែនឈិនជឺក៏ទ្រាំលេងបានដែរតបទៅវិញទាំងខឹងថាគេនិយាយគ្នាពាក់ព័ន្ធអីនឹងពួកនាងចូលរួមនិយាយធ្វើអីគូស្នេហ៍គេជូនកាដូឲ្យគ្នាឲ្យតែមានទឹកចិត្តក៏បានហើយមិនខ្វល់រឿងសម្ភារៈទេពួកនាងពីរនាក់អាយុខុសគ្នាឆ្ងាយម្លេះហើយថែមទាំងមុខអាក្រក់ទៀតបើមិនពឹងផ្អែកលើសម្ភារៈច្បាស់ជាមិនអាចកេងក្រែជាមួយគ្នាបានទេអ្នកល្បីលើបណ្ដាញសង្គមនោះក៏ខឹងដែរនាងមានន័យថាម៉េចខ្ញុំមានបំណងល្អទេបែរជាត្រូវគេចាត់ទុកជាបំណងអាក្រក់ទៅវិញមិនសមហេតុផលតតែសោះបងបងគិតថានាឡិកានៅលើដៃគេនោះគឺคล้ายមែនទេវ៉ាន់ដាហ្វៃលីមាននាឡិកាឆ្លាតវៃពីអង្ការអ្នកល្បីលើបណ្ដាញសង្គមនេះឈ្មោះវិញ្ញាគឺជាអ្នកមានអ្នកតាមដានរាប់លានអ្នកបរិះនៅក្បែរគឺអ្នកឧបត្ថម្ភនាងឈ្មោះអ៊ូហ្វេហ្វានមកពីគ្រួសារត្រកូលធំធ្លាប់ឃើញរឿងច្រើនស្គាល់ច្បាស់ពីផលិតផលប្រណិតគ្រប់ប្រភេទថែមទាំងចូលចិត្តនាឡិកាម៉ាកល្បីទៀតផងពេលឮដូច្នេះក៏សើចនិយាយថាប្រកាសជាคล้ายហើយអ្នកនាងនាឡិកានេះពាក់លេងបានហើយប៉ុន្តែនៅខាងក្រៅគុំប្រាប់គេឲ្យសោះថាវ៉ាន់ដាហ្វៃលីបញ្ចេញនាឡិកាឆ្លាតវៃនោះគេច្បាស់ជាសើចចំអកនាងស្លាប់មិនខានហើបើលោកមិននិយាយក៏គ្មានអ្នកណាថាលោកទេយីហ្វីតោះពួកយើងមិនទៅខ្វល់នឹងពួកគេទេតើជ្រើសរើសទ្រាំហើយមិនបង្ហាញការពិតឬក៏ទេកំភ្លៀងចំដោយយកការពិតមកនិយាយជំរើសទី1ដើរចេញដោយមិនខ្វល់មិនមានចំនួនជាមួយពួកគេរង្វាន់ឱកាសជួបគ្នា 90% ជួបគ្នាលើក្រោយទេកំភ្លៀងនឹងបានរង្វាន់គុណទ្វេជំរើសទី2បង្ហាញផុសតាងយ៉ាងម៉ឺងម៉ាត់ថានាឡិកាគឺជារបស់ពិតទេកំភ្លៀងមកខាងទៀតរង្វាន់ហ្គេមខ្នាតធំសម្រាប់មនុស្ស3នាក់ដែលមានសក្តានុពលខ្លាំងជំរើសទី3ប្រើផុសតាងជាក់ស្ដែងដោះស្រាយរឿងនេះដោយស្ងប់ស្ងាត់រង្វាន់ប្លង់រចនាម៉ាស៊ីនឆ្លាក់ពន្លឺ UV ខ្នាត2 nanomètre ម៉ាស៊ីវជាងឃើញជំរើសទី3ហើយក៏បើកភ្នែកធំមានអារម្មណ៍ពុះកញ្ជ្រោរង្វាន់ស្អីគេម៉ាស៊ីនឆ្លាក់ពន្លឺថែមទាំងខ្នាត2 nanomètre ទៀតលើកនេះទោះជាស្ដេចព្រះឥន្ទ្រមកក៏ខ្ញុំជ្រើសរើសទី3ដែរដោះស្រាយរឿងនេះដោយប្រើផុសតាងជាក់ស្ដែងមិត្តអើយលោកនិយាយថានាឡិកាដែលពួកយើងពាក់មិនមែនជារបស់វ៉ាន់ដាហ្វៃលីមើលទៅលោកប្រហែលជាស្គាល់ពីនាឡិកាច្រើនហើយមើលទៅដឹងតិចតួចដែរអញ្ចឹងសូមឲ្យលោកមើលឲ្យច្បាស់តើនាឡិការបស់ខ្ញុំគឺជារបស់ពិតឬអត់និយាយចប់ខ្ញុំក៏បោះនាឡិកាទៅឲ្យភ្លាមយ៉ាងម៉េចត្រូវគេនិយាយចំចំណុចក៏ចង់វាយគេមែនទេលោកជឿទេថាបើលោកធ្វើឲ្យគាត់របួសនឹងឲ្យលោកចូលគុកមួយជីវិតមិនខានហេចៅហ្វាយនាងមិនទាន់ឈួតផងនាងឈួតអីស្អីគេនាងហ៊ានជេរខ្ញុំឬអ្នកល្បីវិញ្ញាកំពុងតែខឹងស្រាប់តែបន្តិចសិនបងមានរឿងអីមើលស្អីនឹងមើលឡើងផ្លឹកហើយអ៊ូហ្វេហ្វានសង្កេតមើលអេក្រង់នាឡិកាយ៉ាងម៉ត់ចត់ហើយក៏ពិនិត្យមើលរូបរាងនាឡិកាយ៉ាងល្អិតល្អន់អាហារនេះដូចជាពិតជានាឡិការបស់វ៉ាន់ដាហ្វៃលីមែនលេខកូដនៅលើតួនាឡិកានេះគឺមានតែមួយគ្មានពីរទេច្បាស់ជាមិនខុសទេប៉ុន្តែនេះមិនមែនជានាឡិកាឆ្លាតវៃទេមិនអាចទេវ៉ាន់ដាហ្វៃលីមិនអាចបញ្ចេញនាឡិកាឆ្លាតវៃបានទេថែមទាំងទំនើបយ៉ាងនេះទៀតគ្រាន់តែឮពាក្យនេះមនុស្សស្រីទាំង3នាក់ភ្ញាក់ផ្អើលស្រែកព្រមគ្នាអាហារនេះគឺជាវ៉ាន់ដាហ្វៃលីបងមិនមែនមើលខុសទេដឹង